ហេតុអីបានជាអ្នកមកងូតទឹកស្ងាត់ម្នាក់ឯងអញ្ចឹងបងស្រីព្រឹកនោះបុរសគ្មានការងារធ្វើម្នាក់ឈ្មោះវិសាលបានដើរទៅមាត់ស្ទឹងដើម្បីស្ទូចត្រីនិងបំភ្លេចជីវិតដែលគាត់មានអារម្មណ៍ថាបរាជ័យប៉ុន្តែជំហានរបស់គាត់ស្រាប់តែឈប់នៅពេលដែលគាត់បានឃើញស្ត្រីជនបរទេសម្នាក់កំពុងងូតទឹកដោយទឹកមុខភ័យស្លន់ស្លោនិងច្របូកច្របល់ស្ត្រីរូបនោះអស់លុយត្រូវបណ្ដេញចេញពីផ្ទះសំណាក់ហើយមិនដឹងទៅណាក្នុងមួយវិនាទីដ៏សំខាន់វិសាលត្រូវតែជ្រើសរើសទៅហើយធ្វើពុតជាមិនបានឃើញឬចូលទៅចិត្តហើយផ្លាស់ប្ដូរដំណើរជីវិតទាំងមូលរបស់គាត់មិនដែលរំពឹងថាការសម្រេចចិត្តតូចមួយនៅមាត់ស្ទឹងនោះនឹងនាំគាត់ទៅរកស្នេហាការសាកល្បងនិងវាសនាដែលគាត់មិនបានគ្រោងទុកតតែសោះជម្រាបសួរបងប្អូនទាំងអស់គ្នាមុននឹងយើងចាប់ផ្ដើមរឿងនេះសូមសរសេរក្នុងប្រអប់មតិយោបល់ថាតើអ្នកមកពីខេត្តណាដែលកំពុងទស្សនារឿងនេះកុំភ្លេចគាំទ្រ Channel នេះដោយចុចប៊ូតុង Like និង Subscribe ដើម្បីឲ្យពួកយើងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការនាំយករឿងរ៉ាវល្អបំផុតសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលបាន Subscribe បាន Like និងបានផ្ដល់មតិយោបល់សូមអល់ឡោះសូមព្រះជាម្ចាស់ប្រទានពរជ័យដល់កិច្ចការទាំងអស់របស់បងប្អូនផ្ដល់ភាពងាយស្រួលដល់ជីវភាពបណ្ដាលឲ្យមានសុខភាពល្អនិងសម្រេចបំណងប្រាថ្នាទាំងអស់ទាំងក្នុងលោកនេះនិងបរលោកអាមែនឥឡូវសូមចាប់ផ្ដើមរឿងព្រឹកនោះអាប់នៅតែផាត់ស្រាលពីលើស្ទឹងក្នុងភូមិទឹកហូរយឺតចាំងពន្លឺថ្ងៃដែលទើបនឹងរះបរិយាកាសស្ងប់ស្ងាត់មានតែសំឡេងសត្វស្លាបនិងសំឡេងទឹកហូររឹបវិសាលបានដើរយឺតតាមផ្លូវលំដោយមានធុងប្លាស្ទិកនិងត្រីងៀតនៅក្នុងដៃមុខរបស់គាត់រាបស្មើភ្នែករបស់គាត់ហើមដោយសារពិបាកគេងកាលពីយប់មិញលិខិតដាក់ពាក្យសុំការងារដែលគាត់បានផ្ញើកាលពីមួយសប្តាហ៍មុននោះមិនបានទទួលការឆ្លើយតែម្ដងទៀតទេគាត់គ្មានការងារធ្វើអស់រយៈពេល3ឆ្នាំហើយកាលពីមុនគាត់ធ្វើការនៅទីក្រុងជាបុគ្គលិកឃ្លាំងនៅពេលដែលក្រុមហ៊ុនខ្សែធនគាត់បានត្រឡប់មកភូមិវិញដោយសង្ឃឹមថានឹងអាចចាប់ផ្ដើមអ្វីមួយប៉ុន្តែក្តីសង្ឃឹមនោះបានរសាត់បន្តិចម្ដងលុយសន្សំអស់ទំនុកចិត្តបាត់បង់មិត្តភ័ក្តិរបស់គាត់បានរៀបការអស់ហើយរីឯគាត់នៅតែម្នាក់ឯងការស្ទូចត្រីបានក្លាយជាកន្លែងរត់គេចរបស់គាត់រាល់ពេលដែលគាត់អង្គុយនៅមាត់ស្ទឹងគាត់មានអារម្មណ៍ថាជីវិតរបស់គាត់មិនបានបរាជ័យទាំងស្រុងនោះទេយ៉ាងហោចណាស់គាត់នៅតែអាចរកត្រីបានសម្រាប់ញ៉ាំនៅថ្ងៃនោះគាត់បានជ្រើសរើសកន្លែងដែលគាត់ចូលចិត្តនៅពីក្រោយគុម្ពឫស្សីក្រាស់កន្លែងនោះជាធម្មតាស្ងាត់ប៉ុន្តែព្រឹកនេះខុសពីធម្មតានៅពេលដែលគាត់ហៀបនឹងបោះសន្ទូចត្រចៀករបស់គាត់បានឮសំឡេងទឹកបាច់ខុសពីធម្មតាមិនមែនជាសំឡេងត្រីមិនមែនជាសំឡេងទីព្រៃនោះទេសំឡេងនោះស្ដាប់ទៅដូចជាមាននរណាម្នាក់ប្រញាប់ប្រញ័រវិសាលងឿងឆ្ងល់គាត់បានលបមើលយឺតពីក្រោយគុម្ពព្រៃហើយរាងកាយរបស់គាត់បានជាប់គាំងនៅមាត់ស្ទឹងមិនឆ្ងាយពីកន្លែងដែលគាត់ឈរនោះស្ត្រីសក់ពណ៌ទង់ដែងម្នាក់កំពុងងូតទឹកដោយទឹកមុខភ័យព្រួយសម្លៀកបំពាក់របស់នាងត្រូវបានបត់យ៉ាងស្អាតនៅលើថ្មនាងមើលទៅច្របូកច្របល់ម្ដងម្កាលងាកមើលទៅស្ដាំនិងឆ្វេងដូចជាខ្លាចគេចាប់បានវិសាលស្រាប់តែស្ទុះក្នុងបន្តិចដោយភ្ញាក់ផ្អើលសន្ទូចរបស់គាត់ស្ទើរតែធ្លាក់ស្ត្រីនោះងាកមើលយ៉ាងលឿនភ្នែករបស់នាងបើកធំមុខរបស់នាងភ័យស្លន់ស្លោនាងបានរើសក្រណាត់មកបិទបាំងខ្លួនភ្លាមរួចនិយាយជាភាសាអង់គ្លេសដែលស្ដាប់ទៅដូចជាឆ្កងសូមកុំខឹងខ្ញុំគ្មានកន្លែងងូតទឹកទេយឺសំឡេងរបស់នាងច្បាស់ជាជនបរទេសវិសាលលេបទឹកមាត់គាត់មិនដឹងត្រូវធ្វើអ្វីទេនៅក្នុងភូមិតូចនេះការឃើញជនបរទេសក៏កម្រណាស់ទៅហើយទុកតតែស្ត្រីជនបរទេសងូតទឹកនៅស្ទឹងទៅទៀតគាត់បានងាកមុខទៅឆ្ងាយដើម្បីកុំឲ្យបរិយាកាសកាន់តែឆ្កងខ្ញុំសុំទោសខ្ញុំមិនដឹងថាមានអ្នកនៅទីនេះទេគាត់និយាយយឺតស្ត្រីនោះមកក្បាលយ៉ាងលឿនក៏ខ្ញុំឈ្មោះសាណាខ្ញុំអត់មានលុយទេសន្តាគារបានបណ្ដេញខ្ញុំចេញពីយប់មិញពាក្យទាំងនោះនិយាយទាំងតក់ស្លុតមានលីលំភាសាអង់គ្លេសដែលវិសាមិនយល់ទាំងស្រុងគាត់បានមើលស្ត្រីនោះម្ដងទៀតលើកនេះដោយក្តីអាណិតហេតុអ្វីបានជាអញ្ចឹងសាណាដកដង្ហើមធំនាងបានពន្យល់ថានាងបានមកប្រទេសកម្ពុជាដើម្បីកម្សាន្តប៉ុន្តែភ្នាក់ងារទេសចរដែលនាងប្រើប្រាស់បានបោកប្រាស់នាងលុយរបស់នាងអស់កាតធនាគាររបស់នាងមានបញ្ហានាងមិនមានលុយគ្រប់គ្រាន់សម្រាប់បង់ថ្លៃស្នាក់នៅទេកាលពីយប់មិញខ្ញុំគេងលើកៅអីសួនច្បារព្រឹកនេះខ្ញុំរកទឹកងូតខ្ញុំខ្មាស់ណាស់ទេវិសាលស្ងាត់ស្ងៀមខ្យល់ពេលព្រឹកមានអារម្មណ៍ត្រជាក់ជាងធម្មតាក្នុងក្បាលរបស់គាត់មានគំនិតជាច្រើនកំពុងវិលវល់គាត់ខ្លួនឯងកំពុងជួបការលំបាកក្នុងជីវិតតើគាត់អាចជួយអ្នកដទៃដោយរបៀបណាជាពិសេសជនបរទេស
ប៉ុន្តែនៅពេលដែលគាត់ឃើញភ្នែករបស់សាណាស្រក់ទឹកភ្នែកបេះដូងរបស់គាត់បានញ័រគាត់នឹកឃើញខ្លួនឯងកាលពីមួយសប្តាហ៍មុនអង្គុយម្នាក់ឯងក្នុងបន្ទប់ទេមានអារម្មណ៍ថាគ្មានប្រយោជន៍ស្ត្រីរូបនេះមើលទៅផុយស្រួយដូចគ្នាវិសាលដកដង្ហើមវែងក៏បើសិនជាបងប្អូនស្រីចង់មានផ្ទះទេមួយរបស់ខ្ញុំមិនឆ្ងាយពីទីនេះទេមិនស្អាតទេប៉ុន្តែមានដំបូលនិងបន្ទប់ទឹកសាណាសម្លឹងមើលគាត់ដោយមិនជឿថ្មែនទេវិសាលងក់ក្បាលយឺតគូសម្រាប់បងប្អូនស្រីសិនរហូតដល់បងប្អូនស្រីអាចដោះស្រាយបញ្ហារបស់បងប្អូនស្រីបានសាណាស្ងាត់ស្ងៀមពី3វិនាទីមុខរបស់នាងនៅតែពោពេញដោយការស្ទាក់ស្ទើរប៉ុន្តែស្ថានភាពមិនបានផ្ដល់ជម្រើសច្រើនដល់នាងនោះទេអរគុណខ្ញុំមិនដឹងត្រូវទៅណាទៀតទេវិសាលងាកមើលស្ទឹងម្ដងទៀតសន្ទូចរបស់គាត់នៅតែព្យួរមិនទាន់បានបោះព្រឹកនោះគាត់មកដើម្បីរកត្រីប៉ុន្តែអ្វីដែលគាត់បានរកឃើញគឺធំជាងនេះទៅទៀតគាត់បានដើរទៅមុនដោយរក្សាគម្លាតដើម្បីឲ្យសាណាអាចស្លៀកពាក់បានដោយស្ងប់ស្ងាត់ជំហានរបស់គាត់មានអារម្មណ៍ធ្ងន់និងស្រាលក្នុងពេលតែមួយគាត់មិនដឹងថាការសម្រេចចិត្តតូចមួយនៅមាត់ស្ទឹងនោះនឹងផ្លាស់ប្ដូរទិសដៅជីវិតទាំងមូលរបស់គាត់នោះទេនៅពីក្រោយគាត់សម្លេងជំហានយឺតបានដើរតាមអាប់ពេលព្រឹកបានរសាត់បាត់បន្តិចម្ដងដូចជាផ្ដល់កន្លែងសម្រាប់រឿងរ៉ាវដែលទើបតែចាប់ផ្ដើមផ្ទះទេនោះឈរនៅចុងភូមិមិនឆ្ងាយពីស្រែនិងចំការចេករបស់អ្នកភូមិជញ្ជាំងរបស់វាស្លេកស្លាំងថ្នាំលាបរបកចេញទីធ្លារបស់វាពោពេញទៅដោយស្មៅព្រៃខ្ពស់ដល់កំភួនជើងវិសាលឈប់នៅមុខទ្វារឈើដែលរៀងរអិលបន្តិចគាត់បានបើកសដោយកូនសច្រេះពីហោប៉ៅខរបស់គាត់នេះជាផ្ទះចាស់របស់ឪពុកម្ដាយខ្ញុំគាត់និយាយយឺតទើបមិនបានប្រើប្រាស់យូរហើយសាណាឈប់ពីក្រោយគាត់សម្លឹងមើលអាគារដ៏សាមញ្ញនោះមុខរបស់នាងមិនបានបង្ហាញការស្អប់ខ្ពើមទេមានតែភាពនឿយហត់សម្រាប់ខ្ញុំនេះគឺគ្រប់គ្រាន់ណាស់គេទ្វារបានស្រែកខ្ងោកនៅពេលដែលវាត្រូវបានបើកធូលីដីស្ដាងហាដោយសារពន្លឺថ្ងៃដែលចូលតាមចន្លោះបង្អួចនៅខាងក្នុងមានតែកៅអីឈើមួយតូចៗមួយនិងពូកស្ដាងដែលបត់នៅជ្រុងបន្ទប់វិសាលមានអារម្មណ៍ខ្មាស់អៀនគាត់ដឹងថាផ្ទះនោះឆ្ងាយពីភាពស័ក្តិសមជាពិសេសសម្រាប់ភ្ញៀវបរទេសក៏ខ្ញុំនឹងសម្អាតវាសិនក៏គាត់និយាយយ៉ាងលឿនប៉ុន្តែសាណាបានយកអំបោះចាស់ដែលផ្អែកនឹងជញ្ជាំងរួចទៅហើយយើងសម្អាតជាមួយគ្នាប្រយោគនោះស្ដាប់ទៅសាមញ្ញប៉ុន្តែសម្រាប់វិសាលវាជាយូរណាស់មកហើយដែលគាត់មិនបានធ្វើអ្វីជាមួយអ្នកដទៃពួកគេបានចាប់ផ្ដើមបោះឥដ្ឋបើកបង្អួចនិងលើកពូកចេញទៅហាលថ្ងៃធូលីដីជាប់នឹងសក់និងសម្លៀកបំពាក់របស់ពួកគេប៉ុន្តែគ្មាននរណាម្នាក់ត្អូញត្អែនោះទេម្ដងម្កាលដៃរបស់ពួកគេស្ទើរតែប៉ះគ្នារួចក៏ដកខ្លួនចេញដោយឆ្កងបន្ទាប់ពី1ម៉ោងផ្ទះនោះមើលទៅមានជីវិតរស់រវើកជាងមុនខ្យល់មានអារម្មណ៍ស្រស់ស្រាយជាងវិសាលទៅហាងដើម្បីទិញទឹកផឹកនិងមីកញ្ចប់ដោយប្រើលុយដែលនៅសល់ក្នុងហោប៉ៅរបស់គាត់នៅពេលដែលគាត់ត្រឡប់មកវិញគាត់បានឃើញសាណាអង្គុយលើឥដ្ឋដោយសម្លឹងមើលទីធ្លាអរគុណដែលបានជួយខ្ញុំគឺនាងនិយាយយឺតវិសាលបានប្រគល់ថង់ប្លាស្ទិកខ្ញុំអត់មានច្រើនទេប៉ុន្តែសម្រាប់ញ៉ាំថ្ងៃនេះគឺគ្រប់គ្រាន់ហើយពួកគេញ៉ាំជាមួយគ្នានៅលើឥដ្ឋដោយគ្រាន់តែមានកន្ទេលស្ដាងប៉ុណ្ណោះគ្មានការសន្ទនាវែងឆ្ងាយទេមានតែសំឡេងស្លាបព្រាប៉ះចានប៉ុណ្ណោះបន្ទាប់ពីមួយសន្ទុះសាណាបានចាប់ផ្ដើមនិយាយរឿងរ៉ាវកាន់តែច្រើននាងមកពីទីក្រុងតូចមួយនៅអឺរ៉ុបនាងធ្វើការជាអ្នកថតរូបឯករាជ្យនាងបានសន្សំលុយជិត1ឆ្នាំសម្រាប់ដំណើរកម្សាន្តទៅកាន់អាស៊ីប្រទេសកម្ពុជាគឺជាគោលដៅក្នុងក្តីសុបិនរបស់នាងប៉ុន្តែនៅពេលដែលនាងមកដល់ទីក្រុងធំមនុស្សម្នាក់ដែលអះអាងថាជាភ្នាក់ងារទេសចរបានផ្ដល់ជូនកញ្ចប់ទេសចរថោកនាងជឿថាលុយរបស់នាងត្រូវបានគេយកទៅបាត់នាងបានព្យាយាមតាក់ទងស្ថានទូតប៉ុន្តែដំណើរការនេះចំណាយពេលយូរទន្ទឹមនឹងនោះនាងក៏អស់លុយសម្រាប់ជីវភាពខ្ញុំមានអារម្មណ៍ថាល្ងងណាស់គីនាងនិយាយទាំងអន់មុខចុះវិសាលងក់ក្បាលយឺតគឺមនុស្សគ្រប់គ្នាធ្លាប់ជឿខុសពាក្យនោះដូចជាគាត់និយាយទៅកាន់ខ្លួនឯងសាណាសម្លឹងមើលគាត់ហើយបងប្រុសហេតុអ្វីបានជាបងប្រុសរស់នៅម្នាក់ឯងក្នុងផ្ទះទេបែបនេះសំណួរនោះបានធ្វើឲ្យវិសាលស្ងាត់ស្ងៀមមួយសន្ទុះក៏ខ្ញុំគ្មាននរណាទេគ្មានការងារធ្វើគ្មានគ្រួសារនៅទីនេះឪពុកម្ដាយបានស្លាប់អស់ហើយមិត្តភក្តិក៏រវល់នឹងជីវិតរបស់ពួកគេអស់ហើយគាត់បានឈប់មួយសន្ទុះរួចបន្តដោយសម្លេងទាបជាងក៏ខ្ញុំធ្លាប់ស្ទើរតែរៀបការប៉ុន្តែត្រូវលុបចោលវិញដោយសារខ្ញុំបាត់បង់ការងារគ្រួសាររបស់នាងមិនជឿថាខ្ញុំអាចផ្ដល់អនាគតបានសាណាមិនបានឆ្លើយភ្លាមទេនាងគ្រាន់តែស្ដាប់តាំងពីពេលនោះមក
ខ្ញុំមានអារម្មណ៍ថាគ្មានអ្វីដែលត្រូវខិតខំទៀតទេដូច្នេះខ្ញុំគ្រាន់តែរស់នៅភូមិស្ទូចត្រីព្យាយាមរស់នៅបន្តបន្ទប់តូចនោះមានអារម្មណ៍ស្ងប់ស្ងាត់ប៉ុន្តែមិនមែនជាភាពស្ងៀមស្ងាត់ដែលឈឺចាប់នោះទេគឺដូចជាកន្លែងសម្រាប់ស្វែងយល់នៅខាងក្រៅសំឡេងក្មេងត្រឡប់មកពីសាលារៀននេះសាណាឈរហើយដើរទៅបង្អួចនៅប្រទេសខ្ញុំគឺនាងនិយាយយឺតគឺមនុស្សមិនតែងតែត្រូវបានវិតម្លៃដោយលុយឬការងារទេប៉ុន្តែដោយរបៀបដែលគាត់ប្រព្រឹត្តចំពោះអ្នកដទៃគឺនាងងាកមកថ្ងៃនេះបងប្រុសគ្មានអ្វីទេប៉ុន្តែបងប្រុសនៅតែចង់ជួយជនបរទេសនោះមិនមែនគ្រប់គ្នាអាចធ្វើបានទេវិសាលមិនដឹងត្រូវឆ្លើយអ្វីទេគាត់មិនដែលឃើញខ្លួនឯងបែបនោះទេពេលល្ងាចដំណឹងអំពីស្ត្រីបរទេសនៅក្នុងផ្ទះទេនោះបានចាប់ផ្ដើមមួយដល់អ្នកភូមិជុំវិញអ្នកជិតខាងម្នាក់បានដើរកាត់ហើយមើលដោយទឹកមុខចង់ដឹងវិសាលបានចាប់ផ្ដើមមានអារម្មណ៍ភ័យព្រួយគាត់ដឹងថាភូមិតូចនេះមិនដែលស្ងាត់ពីពាក្យចាមអារាមនោះទេយប់នោះខ្យល់បក់ខ្លាំងណាស់អគ្គិសនីដាច់ភ្លើង 2-3 នាទីមានតែពន្លឺចង្កៀងប្រេងតូចមួយប៉ុណ្ណោះដែលបំភ្លឺបន្ទប់សាណាអង្គុយលើពូករាយវិសាលអង្គុយលើកៅអីឈើបងប្អូនស្រីមិនខ្លាចរស់នៅទីនេះទេវិសាលសួរសាណាញញឹមបន្តិចគឺខ្ញុំខ្លាចនៅម្នាក់ឯងក្នុងទីក្រុងយប់មិញជាងគឺចម្លើយនោះបានធ្វើឲ្យវិសាលអន់មុខចុះនៅចំកណ្ដាលភាពស្ងប់ស្ងាត់គាត់មានអារម្មណ៍ថាមានអ្វីមួយដែលបាត់បង់ជាយូរមកហើយអារម្មណ៍ដែលត្រូវការប៉ុន្តែក្នុងពេលជាមួយគ្នានោះការព្រួយបារម្ភផ្សេងទៀតបានកើតឡើងតើនឹងមានអ្វីកើតឡើងបើសិនជាអ្នកភូមិចាប់ផ្ដើមនិយាយពាក្យមិនល្អតើនឹងមានអ្វីកើតឡើងបើសិនជាបញ្ហារបស់សាណាស្មុគស្មាញជាងអ្វីដែលគាត់គិតតើនឹងមានអ្វីកើតឡើងបើសិនជាវត្តមានរបស់ស្ត្រីរូបនេះនាំមកនូវបញ្ហាថ្មីនៅក្នុងជីវិតរបស់គាត់ដែលស្មុគស្មាញរួចទៅហើយនៅខាងក្រៅផ្ទះមានសំឡេងម៉ូតូឈប់មួយសន្ទុះធំនៅមុខរបងវិសាលនិងសាណាសម្លឹងមើលគ្នាទៅវិញទៅមកសំឡេងជំហានដើរចូលមកជិតហើយទ្វារឈើនោះស្រាប់តែត្រូវបានគោះខ្លាំងសំឡេងគោះទ្វារខ្លាំងជាងមុនជាលើកទី2វិសាលក្រោកឈរយឺតបេះដូងរបស់គាត់លោតញាប់ជាងធម្មតាសាណាក៏ក្រោកពីពូកមុខរបស់នាងតានតឹងអ្នកណាវិសាលសួរដោយសំឡេងទប់ខ្ញុំលោកពូរដ្ឋាបើកទ្វារសិនសំឡេងនោះធ្លាប់ស្គាល់ប្រធានភូមិនៅទីនោះវិសាលបើកទ្វារនៅខាងក្រៅមានលោកពូរដ្ឋាឈរជាមួយនឹងបុរស2នាក់ទៀតភ្នែករបស់ពួកគេបានសម្លឹងមើលទៅក្នុងផ្ទះភ្លាមឃើញស្រមោលរបស់សាណាដែលឈរ2-3ជំហានពីក្រោយមានរឿងអីនេះវិសាលលោកពូរដ្ឋាសួរដោយមិននិយាយអ្វីច្រើនគឺអ្នកភូមិប្រាប់ថាឯងនាំស្រីបរទេសមកទីនេះវិសាលលេបទឹកមាត់គឺគាត់ជាអ្នកទេសចរដែលកំពុងជួបការលំបាកលោកពូគ្មានកន្លែងស្នាក់នៅបណ្ដោះអាសន្នទេលោកពូរដ្ឋាងើបភ្នែកឡើងឯងដឹងទេភូមិយើងតូចមនុស្សនិយាយលឿនកុំឲ្យខ្លាចជាបញ្ហាសាណាដើរទៅមុខបន្តិចដោយភាសាអង់គ្លេសដែលនៅតែឆ្កងនាងបានព្យាយាមពន្យល់ពីស្ថានភាពរបស់នាងអំពីលុយរបស់នាងដែលបាត់អំពីសន្តាគារដែលបានបណ្ដេញនាងចេញអំពីការប៉ុនប៉ងរបស់នាងក្នុងការតាក់ទងស្ថានទូតលោកពូរដ្ឋាស្ដាប់ប៉ុន្តែទឹកមុខរបស់គាត់មិនទាន់ទន់ភ្លន់ទាំងស្រុងនោះទេបើដូច្នេះមើលថែឲ្យលឿនកុំឲ្យមានពាក្យចាមអារាមឯងមិនទាន់រៀបការទេវិសាលការរស់នៅផ្ទះតែមួយបែបនេះមិនល្អមើលទេប្រយោគនោះបានចាក់ទម្លុះចំទ្រូងវិសាលគាត់ដឹងថាអ្វីដែលបាននិយាយនោះមិនខុសទាំងស្រុងនោះទេប៉ុន្តែគាត់ក៏ដឹងដែរថាគាត់មិនអាចអនុញ្ញាតឲ្យសាណាត្រឡប់ទៅដេកនៅខាងក្រៅបានទេគឺខ្ញុំទទួលខុសត្រូវលោកពូគាត់និយាយទីបំផុតលោកពូរដ្ឋាសម្លឹងមើលគាត់មួយសន្ទុះរួចមកក្បាលយឺតគឺល្អហើយខ្ញុំជឿឯងប៉ុន្តែប្រយ័ត្នប្រយែងពួកគេក៏បានទៅបាត់សំឡេងម៉ូតូបានវកាន់តែឆ្ងាយបន្តិចម្ដងទ្វារត្រូវបានបិទម្ដងទៀតបន្ទប់មានអារម្មណ៍តូចជាងមុនក៏ខ្ញុំសុំទោសគឺសាណានិយាយយឺតក៏ខ្ញុំមិនចង់ធ្វើឲ្យជីវិតបងប្រុសពិបាកទេវិសាលងក់ក្បាលគឺជីវិតខ្ញុំពិបាករួចទៅហើយមុនពេលបងប្អូនស្រីមកដល់គូចម្លើយនោះស្ដាប់ទៅជូរចត់ប៉ុន្តែស្មោះត្រង់យប់នោះពួកគេស្ទើរតែមិនបានគេងគំនិតរបស់វិសាលពោពេញទៅដោយលទ្ធភាពអាក្រក់គាត់ស្រមៃពីការនិយាយដើមរបស់អ្នកភូមិការចាប់ប្រកាន់ដែលមិនពិតនិងភាពខ្មាស់អៀនដែលអាចកើតឡើងប៉ុន្តែនៅចន្លោះភាពភ័យព្រួយនោះមានរឿងមួយទៀតដែលកំពុងលូតលាស់គាត់មានអារម្មណ៍ថាទទួលខុសត្រូវព្រឹកស្អែកវិសាលទៅស្ទឹងលឿនជាងធម្មតាមិនមែនដើម្បីស្ទូចត្រីទេប៉ុន្តែដើម្បីបន្ធូរអារម្មណ៍បរិសភូមិខ្លះដែលកំពុងអង្គុយនៅហាងកាហ្វេបានសម្លឹងមើលគាត់ដោយទឹកមុខប្លែកមានអ្នកខ្សឹបខ្សៀវមានអ្នកញឹមឌឺដងគឺនាំលៀបសំណាងពីបរទេសមកហើយវិសាលគឺម្នាក់ក្នុងចំណោមពួកគេនិយាយលេងវិសាល
គ្រាន់តែញឹមបន្តិចដោយមិនឆ្លើយគាត់ដឹងថាការតបនឹងការឌឺដងនឹងធ្វើឲ្យបរិយាកាសកាន់តែអាក្រក់ប៉ុណ្ណោះនៅពេលដែលគាត់ត្រឡប់មកផ្ទះទេវិញគាត់បានឃើញសាណាកំពុងសម្អាតទីធ្លាស្មៅព្រៃត្រូវបានកាប់មួយផ្នែកហើយនាងបែកញើសប៉ុន្តែមុខរបស់នាងមើលទៅផ្ដោតអារម្មណ៍ក្បងប្អូនស្រីមិនបាច់ធ្វើបែបនេះទេគឺវិសានិយាយខ្ញុំមិនចង់គ្រាន់តែជាបន្ទុកទេគឺសាណាឆ្លើយពួកគេបានធ្វើការជាមួយគ្នារហូតដល់ថ្ងៃត្រង់ទីធ្លាបានចាប់ផ្ដើមមើលទៅស្អាតជាលើកដំបូងផ្ទះនោះមើលទៅដូចជាមានអ្នករស់នៅពិតប្រាកដថ្ងៃត្រង់នោះម្ដាយចាស់ម្នាក់ជាអ្នកជិតខាងបានមកដោយនាំយកនំបញ្ចុកមួយចានក៏ខ្ញុំគ្រាន់តែចង់មើលប៉ុណ្ណោះនាងនិយាយដោយសំឡេងចង់ដឹងនាងសម្លឹងមើលសាណាពីក្បាលដល់ចុងជើងរួចញឹមបន្តិចគឺស្អាតណាស់គឺសាណាញឹមតបដោយសុភាពវត្តមានរបស់ម្ដាយចាស់រូបនោះបានคล้ายជាការចាប់ផ្ដើមបន្តិចបន្តួចនៃការផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកភូមិមិនមែនគ្រប់គ្នាសុទ្ធតែវិតម្លៃអាក្រក់នោះទេខ្លះគ្រាន់តែចង់ដឹងពេលល្ងាចសាណាអង្គុយនៅរានហាលដោយថតរូបទេសភាពស្រែដោយប្រើកាមេរ៉ាចាស់របស់នាងដែលនៅសល់វិសាលសង្កេតមើលបងប្អូនស្រីនៅមានកាមេរ៉ាទៀតនេះជាវត្ថុមានតម្លៃតែមួយគត់ដែលខ្ញុំមិនបានលក់យីនាងបានបង្ហាញលទ្ធផលរូបថតនៅលើអេក្រង់តូចពន្លឺថ្ងៃពេលល្ងាចស្រមោលដាំដូងនិងស្ទឹងដែលហូរស្ងប់ស្ងាត់គឺស្អាតណាស់គឺវិសាលរអ៊ូកន្លែងនេះមានសក្តានុពលនាងនិយាយយឺតគឺមនុស្សជាច្រើននៅបរទេសចូលចិត្តកន្លែងធម្មជាតិបែបនេះគឺវិសាលសាច់តិចគឺភូមិនេះគ្មានអ្វីសោះក៏ផ្ទុយទៅវិញវាសាមញ្ញស្ងប់ស្ងាត់មិនមានការរៀបចំពាក្យសម្ដីនោះបានធ្វើឲ្យវិសាលគិតក្នុងអំឡុងពេលនេះគាត់បានមើលភូមិរបស់គាត់ជានិមិត្តរូបនៃភាពបរាជ័យកន្លែងដែលគាត់ត្រឡប់មកវិញដោយអន់ក្បាលប៉ុន្តែនៅក្នុងក្រសែភ្នែករបស់អ្នកដទៃកន្លែងនោះមើលទៅខុសគ្នាយប់នោះសាណាបានបង្ហាញការបង្ហោះបណ្ដាញសង្គមមួយចំនួនអំពីភូមិទេសចរដែលទទួលបានជោគជ័យដោយសារតែការផ្សព្វផ្សាយជាមួយនឹងរូបថតនិងរឿងរ៉ាវដ៏ទាក់ទាញគឺហេតុអ្វីមិនសាកល្បងអ្វីមួយសាណាសួរគឺសាកល្បងអ្វីតូបតូចមួយនៅជិតស្ទឹងកន្លែងដែលមនុស្សស្ទូចត្រីនិងផឹកកាហ្វេបងប្រុសចូលចិត្តស្ទូចត្រីនោះអាចជាការចាប់ផ្ដើមវិសាលស្ងាត់ស្ងៀមគំនិតនោះស្ដាប់ទៅសាមញ្ញប៉ុន្តែក៏មិនអាចទៅរួចសម្រាប់គាត់ដែរក៏ខ្ញុំអត់មានដើមទុនទេយើងចាប់ផ្ដើមតូចសម្អាតកន្លែងនោះសិនប្រើអ្វីដែលមានគឺគាត់សម្លឹងមើលសាណាយូហេតុអ្វីបានជាបងប្អូនស្រីខ្វល់ខ្វាយដល់ថ្នាក់នេះព្រោះបងប្រុសខ្វល់ខ្វាយពីខ្ញុំនៅពេលដែលខ្ញុំគ្មាននរណាក៏ប្រយោគនោះបានធ្វើឲ្យទ្រូងវិសាលមានអារម្មណ៍កក់ក្ដៅនិងធ្ងន់ក្នុងពេលតែមួយជាលើកដំបូងបន្ទាប់ពីរយៈពេលយូរគាត់បានឃើញលទ្ធភាពនៃអនាគតដែលខុសគ្នាមិនមែនគ្រាន់តែរស់រានមានជីវិតទេប៉ុន្តែព្យាយាមងើបឈរឡើងវិញប៉ុន្តែនៅពីក្រោយក្តីសង្ឃឹមដែលចាប់ផ្ដើមរីកដុះដាលនោះស្រមោលនៃភាពភ័យខ្លាចនៅតែមានតើនឹងមានអ្វីកើតឡើងបើសិនជាគាត់បរាជ័យម្ដងទៀតតើនឹងមានអ្វីកើតឡើងបើសិនជាការខិតខំប្រឹងប្រែងនោះគ្រាន់តែបន្ថែមការចំអកឲ្យអ្នកភូមិខ្យល់ពេលយប់បក់បោកយឺតឆ្លងកាត់បង្អួចដែលបើកពាក់កណ្ដាលសំឡេងកណ្ដូបបំពេញភាពស្ងប់ស្ងាត់វិសាលសម្លឹងមើលទៅស្ទឹងដែលមើលទៅស្រអាប់ក្នុងភាពងឹតកន្លែងនោះធ្លាប់ជាកន្លែងរត់គេចរបស់គាត់ប៉ុណ្ណោះឥឡូវនេះប្រហែលជាកន្លែងនោះនឹងក្លាយជាការចាប់ផ្ដើមនៃការប្រថុយប្រថានរបស់គាត់តូបតូចនៅមាត់ស្ទឹងនោះបានក្លាយជាទីស្គាល់បន្តិចម្ដងមិនត្រឹមតែអ្នកភូមិប៉ុណ្ណោះទេប៉ុន្តែក៏មានភ្ញៀវមកពីឃុំក្បែរខាងដែលបានឃើញការបង្ហោះរូបថតរបស់សាណានៅលើបណ្ដាញសង្គមផងដែរពួកគេមកដោយសារតែចង់ដឹងពីបរិយាកាសធម្មជាតិនិងរឿងរ៉ាវអំពីម្ចាស់តូបដែលរស់រាយរាក់ទាក់រៀងរាល់ព្រឹកវិសាលក្រោកពីព្រលឹមជាងធម្មតាគាត់លែងដើរទៅស្ទឹងដោយមានសន្ទូចក្នុងដៃទៀតហើយប៉ុន្តែបានយកទេម៉ូទឹកក្តៅគ្រាប់កាហ្វេនិងនំប៉័ងសាមញ្ញដែលគាត់បានផ្ញើពីអ្នកជិតខាងដៃរបស់គាត់ឥឡូវនេះមានជំនាញជាងក្នុងការឆុងកាហ្វេចលនារបស់គាត់លែងភ័យខ្លាចទៀតហើយអ្នកនេសាទខ្លះថែមទាំងមកដើម្បីនិយាយជាមួយគាត់ទៀតផងពួកគេចាប់ផ្ដើមហៅគាត់ដោយសំឡេងគោរពអាជីវកម្មបងប្រុសរីកចម្រើនដែរទេវិសាលគ្រាន់តែញឹមក្នុងចិត្តរបស់គាត់មានអារម្មណ៍មោទនភាពដែលគាត់មិនធ្លាប់មានពីមុនមកប៉ុន្តែការផ្លាស់ប្ដូរមិនត្រឹមតែមកពីខាងក្រៅប៉ុណ្ណោះទេទំនាក់ទំនងរបស់គាត់ជាមួយសាណាក៏បានផ្លាស់ប្ដូរបន្តិចម្ដងដែរពួកគេបានចាប់ផ្ដើមចែករំលែករឿងជាច្រើនអំពីសុបិនដែលធ្លាប់កប់អំពីការភ័យខ្លាចដែលធ្លាប់លាក់ទុកអំពីគ្រួសាររៀងខ្លួនយប់មួយបន្ទាប់ពីតូបបិទពួកគេអង្គុយជាមួយគ្នានៅលើកៅអីឈើប៉ែមុខទៅស្ទឹងចង្គៀងតូចមួយព្យួរក្រោមដំបូលឫស្សីចាំងពន្លឺទៅលើផ្ទៃទឹក
ស្ថានទូតបានឆ្លើយតបអ៊ីមែលខ្ញុំហើយហ្គូសាណានិយាយយឺតវីសាងាកមកពួកគេកំពុងដំណើរការផ្លាស់ប្ដូរកាតធនាគារនិងឯកសារប្រហែល2 3 សប្តាហ៍ទៀតខ្ញុំអាចត្រឡប់ទៅវិញបានគឺពាក្យគូត្រឡប់ទៅវិញគឺមានអារម្មណ៍ដូចជាថ្មដូចមួយដែលត្រូវបានបោះទៅក្នុងទឹកស្ងប់ស្ងាត់ត្រឡប់ទៅប្រទេសបងប្អូនស្រីវិញវិសាលសួរដោយសំឡេងដែលព្យាយាមស្ដាប់ទៅធម្មតាក្បាត់ភាពស្ងប់ស្ងាត់បានរំពាត់ពួកគេវិសាលសម្លឹងមើលស្ទឹងគាត់ដឹងតាំងពីដំបូងថាសាណាគ្រាន់តែឆ្លងកាត់ប៉ុណ្ណោះគាត់មិនដែលគិតថាស្ត្រីរូបនេះនឹងតាំងទីលំនៅនោះទេប៉ុន្តែឥឡូវនេះនៅពេលដែលលទ្ធភាពនោះคล้ายជាការពិតទ្រូងរបស់គាត់មានអារម្មណ៍តឹងណែនពីរបីថ្ងៃបន្ទាប់ពីការសន្ទនានោះបរិយាកាសតូបបានផ្លាស់ប្ដូរបន្តិចសាណានៅតែជួយនៅតែញឹមដាក់អតិថិជនប៉ុន្តែក្រសែភ្នែករបស់នាងតែងតែទេស្អាតនៅពេលដែលនៅម្នាក់ឯងរសៀលមួយបុរសម្នាក់ដែលមានរូបរាងស្អាតបានមកម្ដងទៀតគាត់ជាម្ចាស់តូបនៅតាមផ្លូវធំខ្ញុំរត់ថាតូបបងប្រុសកាន់តែមីញឹកគាត់និយាយទាំងអង្គុយដោយមិនត្រូវបានអញ្ជើញវិសាលងក់ក្បាលគូល្មមបុរសនោះសម្លឹងមើលសាណាមួយសន្ទុះរួចងាកទៅវិសាលវិញក៏ប្រយ័ត្នប្រយែងកុំឲ្យលិខិតអនុញ្ញាតអាជីវកម្មរបស់បងប្រុសត្រូវបានចោទសួរទីតាំងនេះមិនមែនជាដីផ្លូវការទេប្រយោគនោះបានធ្វើឲ្យបេះដូងវិសាលលោតញាប់ក៏ខ្ញុំគ្រាន់តែប្រើដីទេដែលគ្មាននរណាម្នាក់ប្រើប្រាស់គេអ្វីទាំងអស់មានច្បាប់របស់វាបុរសនោះក្រោកឈរហើយទៅដោយមិនញឹមចាប់តាំងពីពេលនោះមកការភ័យព្រួយថ្មីបានកើតឡើងតើនឹងមានអ្វីកើតឡើងបើសិនជាតូបរបស់គាត់ត្រូវបានចោទសួរតើនឹងមានអ្វីកើតឡើងបើសិនជាគាត់ត្រូវរុះរើអ្វីទាំងអស់យប់នោះវិសាលអង្គុយម្នាក់ឯងនៅតូបបន្ទាប់ពីសាណាត្រឡប់ទៅផ្ទះទេវិញគាត់បានសម្លឹងមើលក្តារឈើដែលមានឈ្មោះតូបរបស់គាត់កន្លែងនេះទើបតែបានផ្ដល់ឲ្យគាត់នៅកិត្តិយសឡើងវិញសំឡេងជើងដើរចូលមកជិតសាណាបានមកដោយនាំយកតែរក្សាទុកក្តៅពីរពេងបងប្រុសមិនបាច់ប្រឈមមុខនឹងអ្វីទាំងអស់តែម្នាក់ឯងទេនាងនិយាយដោយថ្នមវិសាលសម្លឹងមើលនាងយូរតើនឹងមានអ្វីកើតឡើងបើសិនជាអ្វីទាំងអស់ឈប់ទៅវិញអាជីវកម្មនេះបងប្អូនស្រីទាំងអស់ដែលខ្ញុំទើបតែចាប់ផ្ដើមសាងសង់ហ្គូសាណាមិនបានឆ្លើយភ្លាមទេក៏ខ្ញុំក៏ខ្លាចដែរនាងនិយាយទីបំផុតក៏ខ្លាចត្រឡប់ទៅប្រទេសខ្ញុំវិញហើយមានអារម្មណ៍ថាបរាជ័យខ្លាចចាក់ចេញពីកន្លែងដែលធ្វើឲ្យខ្ញុំរៀនបានច្រើនគឺរៀនអ្វីរៀនថាជីវិតអាចផ្លាស់ប្ដូរបានគ្រាន់តែដោយសារតែមនុស្សម្នាក់ជ្រើសរើសខ្វល់ខ្វាយខ្យល់ពេលយប់បក់បោកយឺតពីរបីថ្ងៃក្រោយមកលិខិតផ្លូវការបានមកពីសាលាឃុំវិសាលត្រូវបានស្នើសុំឲ្យមកដើម្បីពិភាក្សាអំពីលិខិតអនុញ្ញាតប្រើប្រាស់ដីធ្លីញើសត្រជាក់បានហូរលើថ្ងាសរបស់គាត់នៅពេលដែលគាត់អានលិខិតនោះគឺនេះច្បាស់ជាដោយសារតែនាងគាត់រអ៊ូថ្ងៃប្រជុំបានមកដល់បន្ទប់ការិយាល័យឃុំសាមញ្ញដោយមានតវែងនិងកៅអីផ្លាស្ទិកមួយចំនួនលោកពូរដ្ឋាអង្គុយនៅទីនោះជាមួយនឹងមន្ត្រីឃុំ2 នាក់ទៀតយើងមិនចង់បិទអាជីវកម្មបងប្រុសទេវិសាលគូលោកពូរដ្ឋានិយាយដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែត្រូវតែមានលិខិតអនុញ្ញាតជាលិលាក់អក្សរនឹងកិច្ចព្រមព្រៀងជួលដីធ្លីគឺវិសាលស្ងាត់ស្ងៀមគាត់មិនមានលុយគ្រប់គ្រាន់សម្រាប់បង់ថ្លៃជួលថ្លៃនោះទេសាណាដែលអង្គុយនៅក្បែរគាត់បាននិយាយតើថ្លៃជួលប៉ុន្មានបន្ទាប់ពីបាននិយាយលេខដែលធំល្មមសម្រាប់វិសាលបន្ទប់ក៏ស្ងាត់ស្ងៀមម្ដងទៀតក៏ខ្ញុំនឹងជួយគូសាណានិយាយវិសាលស្រាប់តែងាកមើលយ៉ាងលឿនទេនោះមិនមែនជាការទទួលខុសត្រូវរបស់បងប្អូនស្រីទេនេះក៏ជាការខិតខំរបស់ខ្ញុំក្នុងការជួយកសាងដែរក្រសែភ្នែករបស់ពួកគេបានជួបគ្នាមានអ្វីមួយដែលជ្រៅជាងគ្រាន់តែជាកិច្ចសហប្រតិបត្តិការអាជីវកម្មទោះជាយ៉ាងណាជំនួយនោះបានបង្កើតបញ្ហាប្រឈមថ្មីនៅក្នុងខ្លួនវិសាលគាត់មិនចង់ពឹងផ្អែកមិនចង់មានអារម្មណ៍តូចម្ដងទៀតនៅចំពោះមុខមនុស្សដែលគាត់ខ្វល់ខ្វាយយប់នោះពួកគេបាននិយាយគ្នាយូរនៅផ្ទះទេនោះក៏ខ្ញុំមិនចង់ឲ្យបងប្អូនស្រីជួយដោយសារតែមានអារម្មណ៍ថាជំពាក់ទេគឺវិសាលនិយាយក៏ខ្ញុំជួយដោយសារតែខ្ញុំចង់ព្រឹកស្អែកមុនពេលការសម្រេចចិត្តត្រូវបានធ្វើឡើងអ៊ីមែលថ្មីមួយបានចូលក្នុងទូរស័ព្ទរបស់សាណានាងអានដោយទឹកមុខប្រែប្រួលក៏គ្រួសារខ្ញុំបានផ្ទេរលុយសម្រាប់សម្បត្តិត្រឡប់ទៅផ្ទះហើយគីនាងនិយាយយឺតពួកគេចង់ឲ្យខ្ញុំត្រឡប់ទៅវិញភ្លាមក៏វិសាលមានអារម្មណ៍ថាពេលវេលាដូចជាត្រូវបានពន្លឿនទោះមិនទាន់មានសុវត្ថិភាពពេញលេញទេអារម្មណ៍របស់ពួកគេមិនទាន់ត្រូវបាននិយាយឲ្យច្បាស់លាស់នៅឡើយហើយឥឡូវនេះការចាក់ចេញនោះគឺនៅពីមុខភ្នែកស្ទឹងហូរដោយធម្មតាអតិថិជននៅតែមកហើយទៅ
ប៉ុន្តែនៅពីក្រោយសកម្មភាពនោះមានដែនកំណត់ពេលវេលាដែលកាន់តែខិតជិតមកដល់វិសាលឈរមើលសាណាដែលកំពុងនិយាយជាមួយអតិថិជនដោយញឹមគាត់ដឹងថាបើសិនជាគាត់មិននិយាយអ្វីឥឡូវនេះប្រហែលជាឱកាសនោះនឹងបាត់បង់ជារៀងរហូតថ្ងៃបន្ទាប់ពីដំណឹងសម្បត្តិត្រឡប់ទៅផ្ទះនោះមានអារម្មណ៍ខុសប្លែកពីមុនគ្មានការឆ្លោះប្រកែកគ្មានទឹកភ្នែកផ្ទុយទៅវិញមានតែភាពស្ងប់ស្ងាត់ដែលជ្រៅជាងពីមុនសាណានៅតែជួយនៅតូបដូចធម្មតានាងនៅតែថតរូបភ្ញៀវបង្ហោះរឿងរ៉ាវអំពីស្ទឹងនិងកាហ្វេសាមញ្ញប៉ុន្តែឥឡូវនេះរាល់ស្នាមញញឹមរបស់នាងមានអារម្មណ៍ដូចជាកំពុងរាប់ថយក្រោយវិសាលព្យាយាមធ្វើខ្លួនធម្មតាគាត់លេងសើចជាមួយអតិថិជនគាត់រវល់ជួសជុលកៅអីដែលចាប់ផ្ដើមរង្គោះរង្គើគាត់ទៅការិយាល័យឃុំដើម្បីចរចាឡើងវិញនៅថ្លៃឈ្នួលដីដើម្បីអាចបង់រំលោះបានប៉ុន្តែនៅពេលដែលគាត់នៅម្នាក់ឯងគំនិតរបស់គាត់តែងតែត្រឡប់ទៅរឿងមួយគឺនៅសល់ប៉ុន្មានទៀតរសៀលមួយភ្លៀងធ្លាក់ខ្លាំងដោយគ្មានការព្រមានភ្ញៀវរត់រកកន្លែងជ្រកក្រោមដំបូលឫស្សីដែលនៅតែសាមញ្ញទឹកហូរធ្លាក់ពីជ្រុងខ្លះដោយសារតែដំបូលមិនទាន់បិទជិតវិសាលព្យាយាមទប់តង់កុំឲ្យហោះដោយសារខ្យល់សាណាជួយរក្សាកែវនិងតេម៉ូនៅចំកណ្ដាលភ្លៀងដែលធ្លាក់ខ្លាំងពួកគេសើចដោយសារតែទឹកជោកជាលើកដំបូងក្នុងរយៈពេល2-3ថ្ងៃចុងក្រោយនេះភាពតានតឹងនោះបានរលាយបាត់បន្តិចបន្ទាប់ពីភ្លៀងឈប់មានតែពួកគេ2នាក់ប៉ុណ្ណោះដែលនៅសល់នៅតូបដីនៅតែសើមខ្យល់មានអារម្មណ៍ស្រស់ស្រាយសាណាឈោបែរមុខទៅស្ទឹងដែលឡើងទឹកបន្តិចគឺខ្ញុំធ្លាប់តែគិតថាជីវិតខ្ញុំត្រូវបានគ្រោងទុកហើយគីនាងនិយាយយឺតសាលារៀនធ្វើការដើរលេងជុំវិញពិភពលោកត្រឡប់មកវិញហើយបើកស្ទូឌីយោថតរូបផ្ទាល់ខ្លួនគឺនាងងាកទៅវិសាលប៉ុន្តែមិនដែលមានផែនការណាមួយសម្រាប់ការជាប់គាំងនៅក្នុងភូមិតូចមួយនឹងស្វែងរកអត្ថន័យនៃផ្ទះនៅក្នុងកន្លែងដែលខ្ញុំមិនស្គាល់នោះទេពាក្យក៏ផ្ទះក៏បានធ្វើឲ្យបេះដូងវិសាលលោតញាប់យីសម្រាប់ខ្ញុំភូមិនេះធ្លាប់មិនមែនជាផ្ទះទេគឺគាត់ឆ្លើយដោយស្មោះត្រង់នេះជាកន្លែងដែលខ្ញុំលាក់ខ្លួនបន្ទាប់ពីបរាជ័យគាត់ដើរទៅជិតបងប្អូនស្រីដឹងទេថាអ្វីដែលខ្ញុំខ្លាចបំផុតអ្វីមិនមែនបាត់បង់តូបនេះមិនមែនការចំអករបស់មនុស្សទេប៉ុន្តែត្រឡប់ទៅជាបុរសដែលមិនហ៊ានជ្រើសរើសគូសាណាស្ងប់ស្ងាត់វិសាលដកដង្ហើមវែងដៃរបស់គាត់ញ័រតិចប៉ុន្តែលើកនេះគាត់មិនចង់ស្ងៀមទេគឺតាំងពីបងប្អូនស្រីមកដល់ជីវិតខ្ញុំបានផ្លាស់ប្ដូរមិនមែនដោយសារបងប្អូនស្រីជាជនបរទេសមិនមែនដោយសារបងប្អូនស្រីខុសប្លែកទេប៉ុន្តែដោយសារបងប្អូនស្រីបានធ្វើឲ្យខ្ញុំមើលឃើញខ្លួនឯងតាមរបៀបដែលខ្ញុំមិនធ្លាប់ឃើញគឺគាត់សម្លឹងមើលភ្នែកសាណាក៏ខ្ញុំមិនចង់ឲ្យបងប្អូនស្រីទៅដោយសារតែមានអារម្មណ៍អាណិតទេខ្ញុំចង់ឲ្យបងប្អូនស្រីនៅដោយសារបងប្អូនស្រីជ្រើសរើសខ្ញុំហើយខ្ញុំជ្រើសរើសបងប្អូនស្រីខ្យល់ពេលល្ងាចបក់បោកយឺតនាំមកនៅក្លិនដីសាមសាណាដើរទៅជិតមួយជំហានក៏ខ្ញុំមិនចង់ទៅទេនាងនិយាយស្ទើរតែខ្សឹបប្រយោគនោះដូចជាផ្គរលាន់នៅថ្ងៃត្រង់ក៏ប៉ុន្តែគ្រួសារខ្ញុំកំពុងរងចាំពួកគេមិនយល់ថាហេតុអ្វីខ្ញុំចង់នៅទីនេះក៏វិសាលដឹងថាការតស៊ូមិនឈប់ត្រឹមអារម្មណ៍នោះទេមានការពិតដែលត្រូវប្រឈមមុខបើសិនជាបងប្អូនស្រីនៅជីវិតនៅទីនេះមិនងាយស្រួលទេភូមិតូចចំណូលមិនទាន់ស្ថិតស្ថេរគ្មានភាពប្រណីតក៏ខ្ញុំមិនស្វែងរកភាពប្រណីតទេជាសាណាឆ្លើយខ្ញុំស្វែងរកអត្ថន័យ2-3ថ្ងៃក្រោយមកដំណឹងអំពីផែនការត្រឡប់ទៅផ្ទះរបស់សាណាបានរីករាលដាលអ្នកភូមិដែលធ្លាប់ចំអកឥឡូវបែរជាបង្ហាញការអាណិតអាសូរវិញម្ដាយចាស់ដែលធ្លាប់នាំនំបញ្ចុកម្ដងទៀតបើសិនជាពិតជាគូព្រេងគឺមិនទៅណាទេគីនាងនិយាយទាំងញឹមមានអត្ថន័យពាក្យសម្ដីនោះបានលាន់នៅក្នុងក្បាលវិសាលអស់មួយយប់គាត់អង្គុយម្នាក់ឯងនៅផ្ទះទេសម្លឹងមើលជញ្ជាំងដែលធ្លាប់មានអារម្មណ៍ស្ងប់ស្ងាត់ឥឡូវនេះបន្ទប់នោះបានរក្សាទុកនៅសំណើចរឿងរ៉ាវនិងក្តីសង្ឃឹមគាត់បានដឹងរឿងសំខាន់មួយក្នុងអំឡុងពេលនេះគាត់តែងតែរងចាំស្ថានភាពប្រសើរឡើងមុននឹងហ៊ានធ្វើការសម្រេចចិត្តធំរងចាំការងារអចិន្ត្រៃយ៍មុននឹងស្នើសុំរងចាំលុយគ្រប់គ្រាន់មុននឹងសុបិនរងចាំភាពជឿជាក់លើខ្លួនឯងកើតឡើងដោយខ្លួនឯងហើយរាល់ពេលដែលរងចាំឱកាសក៏កន្លងផុតទៅព្រឹកបន្ទាប់មុនពេលតូបបើកវិសាលបានសុំសាណាដើរជាមួយគាត់ទៅមាត់ស្ទឹងកន្លែងដែលពួកគេបានជួបគ្នាជាលើកដំបូងអាប់ស្ដើងបានធ្លាក់ចុះមកម្ដងទៀតដូចថ្ងៃនោះក៏ខ្ញុំចង់ឲ្យបងប្អូនស្រីដឹងរឿងមួយគាត់និយាយដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែមើងម៉ាត់ក៏ខ្ញុំពិតជាមិនទាន់មានច្រើនទេប៉ុន្តែខ្ញុំមានបំណងនិងភាពក្លាហានក្នុងការកសាងជីវិតជាមួយនរណាម្នាក់
គាត់បានយកប្រអប់តូចមួយដែលគាត់បានទិញពីទីក្រុងកាលពីយប់មិញដោយប្រើប្រាស់ភាគច្រើននៃលុយសន្សំរបស់គាត់មិនមែនជាចិញ្ចៀនថ្លៃទេគឺគ្រាន់តែជាចិញ្ចៀនប្រាក់ស្ដើងប៉ុណ្ណោះខ្ញុំមិនចង់ឲ្យបងប្អូនស្រីនៅដោយសារអាណិតទេខ្ញុំចង់ឲ្យបងប្អូនស្រីនៅដោយសារបងប្អូនស្រីជ្រើសរើសខ្ញុំហើយខ្ញុំជ្រើសរើសបងប្អូនស្រីសាណាយកដៃបិទមាត់ភ្នែករបស់នាងស្រក់ទឹកភ្នែកវិសាលបន្តថាបើសិនជាបងប្អូនស្រីស្ម័គ្រចិត្តយើងនឹងដោះស្រាយអ្វីទាំងអស់ជាមួយគ្នាលិខិតអនុញ្ញាតអាជីវកម្មជីវិតសូម្បីតែបើសិនជាចាំបាច់ត្រូវប្រឈមមុខនឹងគ្រួសារបងប្អូនស្រីខ្ញុំលែងចង់លាក់ខ្លួនពីជីវិតទៀតហើយភាពស្ងប់ស្ងាត់បានរុំព័ទ្ធស្ទឹងពី3វិនាទីដែលមានអារម្មណ៍វែងឆ្ងាយណាស់រួចសាណាងក់ក្បាលយឺតខ្ញុំជ្រើសរើសបងប្រុសចម្លើយនោះសាមញ្ញប៉ុន្តែឥទ្ធិពលរបស់វាបានញ័រពេញរាងកាយវិសាលទោះយ៉ាងណាក៏ដោយការសម្រេចចិត្តនោះមិនមែនជាទីបញ្ចប់នៃការសាកល្បងនោះទេដោយសារការជ្រើសរើសមានន័យថាការប្រឈមមុខនឹងផលវិបាកហើយនៅឆ្ងាយសម្លេងម៉ូតូបានឬកាន់តែខិតជិតមកតូបរបស់ពួកគេសម្លេងម៉ូតូដែលខិតជិតមកនៅព្រឹកនោះមិនមែនជាការគំរាមកំហែងដូចដែលវិសាលធ្លាប់ស្រមៃនោះទេបុរសពីរនាក់បានចុះពីលើយានយន្តម្នាក់ក្នុងចំណោមពួកគេបានកាន់កាបូបពណ៌ត្នោតក្រាស់ពួកគេបានណែនាំខ្លួនថាជាតំណាងពីការិយាល័យឃុំនិងស្រុកមុខរបស់ពួកគេធ្ងន់ធ្ងរប៉ុន្តែមិនតឹងរឹងនោះទេយើងគិតថាអាជីវកម្មនៅទីនេះកាន់តែមានញឹកទៅម្នាក់ក្នុងចំណោមពួកគេនិយាយយើងចង់ធានាថាអ្វីដំណើរការទៅតាមច្បាប់វិសាលសម្លឹងមើលសាណាមួយផ្លេតរួចដើរទៅមុខខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយតម្រូវការទាំងអស់លោកពូខ្ញុំមិនចង់ឲ្យអាជីវកម្មនេះក្លាយជាបញ្ហាសម្រាប់អ្នកណាម្នាក់នោះទេការសន្ទនាបានបន្តអស់រយៈពេលជាយូរអំពីលិខិតអនុញ្ញាតដីធ្លីអំពីពន្ធសាមញ្ញអំពីការទទួលខុសត្រូវក្នុងការរក្សាអនាម័យស្ទឹងគ្មានការគំរាមកំហែងទេមានតែដំណើរការដែលគួរតែត្រូវបានអនុវត្តប៉ុណ្ណោះនៅពេលដែលការសន្ទនាបានបញ្ចប់មន្ត្រីម្នាក់បានទេសស្មាវិសាលក៏គំរមាននរណាម្នាក់ចង់សាងសង់អ្វីមួយនៅទីនេះយ៉ាងម៉ឺងម៉ាត់ណាស់បន្តទៅប៉ុន្តែត្រូវមានសណ្ដាប់ធ្នាប់ជានិច្ចយូម៉ូតូបានទៅបាត់បន្តិចម្ដងដោយបន្សល់ទុកនៅធូលីដីស្ដាងនៅលើផ្លូវដីវិសាលឈរស្ងៀមពី3វិនាទីរួចងាកទៅសាណាភ្នែករបស់ពួកគេបានជួបគ្នាដោយដឹងថាឧបសគ្គមួយត្រូវបានជំនះហើយថ្ងៃបន្ទាប់ត្រូវបានពោពេញទៅដោយភាពមមាញឹកដែលខុសពីមុនមិនមែនត្រឹមតែរឿងតូបនោះទេប៉ុន្តែក៏និយាយអំពីអនាគតរួមគ្នាផងដែរសាណាបានធ្វើការហៅវីដេអូជាមួយគ្រួសាររបស់នាងការសន្ទនានោះមិនងាយស្រួលទេមានសម្លេងខ្ពស់មានការយំទប់មានភាពស្ងប់ស្ងាត់វែងឆ្ងាយប៉ុន្តែលើកនេះសាណាបាននិយាយយ៉ាងម៉ឺងម៉ាត់ក៏ខ្ញុំមិនបានវង្វេងផ្លូវទេខ្ញុំបានរកឃើញកន្លែងដែលធ្វើឲ្យខ្ញុំរីកចម្រើនពី3ថ្ងៃក្រោយមកគ្រួសាររបស់នាងទីបំផុតបានទន់ភ្លន់ពួកគេប្រហែលជាមិនទាន់យល់ទាំងស្រុងនោះទេប៉ុន្តែពួកគេបានឃើញការជឿជាក់នៅក្នុងភ្នែករបស់សាណាទន្ទឹមនឹងនោះវិសាលបានទៅការិយាល័យកិច្ចការសាសនាដើម្បីសួរអំពីនីតិវិធីរៀបការដៃរបស់គាត់ញ័រតិចនៅពេលដែលគាត់បំពេញបែបបទគាត់មិនដែលបានដល់ដំណាក់កាលនេះក្នុងជីវិតរបស់គាត់នោះទេមន្ត្រីបានពន្យល់ពីតម្រូវការដោយស្ងប់ស្ងាត់អំពីឯកសារអំពីសាក្សីអំពីការបរិច្ឆេទដែលអាចជ្រើសរើសបានវិសាលត្រឡប់ទៅផ្ទះវិញដោយមានឯកសារមួយគំនរនិងទ្រូងដែលលោតញាប់នៅតូបតូចរបស់ពួកគេដំណឹងនោះទីបំផុតបានរីករាលដាលបុវិសាលនឹងរៀបការមែនអ្នកស្ទូចត្រីចាស់ម្នាក់ស្រែកដោយសើចយ៉ាងខ្លាំងភូមិតូចនោះដែលធ្លាប់តែពោពេញដោយការខ្សឹបខ្សៀវឥឡូវបានក្លាយជាកន្លែងពោពេញដោយជំនួយម្ដាយមីងបានផ្ដល់ជំនួយក្នុងការចម្អិនអាហារយុវជនក្នុងភូមិបានជួយជួសជុលដំបូលតូបដើម្បីឲ្យវារឹងមាំជាងមុនសូម្បីតែបុរសជាម្ចាស់តូបនៅតាមផ្លូវធំក៏បានមកនៅរសៀលមួយក៏ខ្ញុំប្រហែលជាធ្លាប់រឹងរូសគាត់និយាយទាំងឆ្កងប៉ុន្តែឃើញភាពម៉ឺងម៉ាត់របស់បងប្រុសខ្ញុំគោរពបើសិនជាត្រូវការកៅអីបន្ថែមសម្រាប់ភ្ញៀវយកពីកន្លែងខ្ញុំទៅអូវិសាលងក់ក្បាលក្នុងចិត្តរបស់គាត់មានអារម្មណ៍កក់ក្ដៅយប់មុនថ្ងៃរៀបការវិសាលអង្គុយម្នាក់ឯងនៅមាត់ស្ទឹងកន្លែងនោះបានក្លាយជាសាក្សីនៃរាល់ការផ្លាស់ប្ដូរក្នុងជីវិតរបស់គាត់ធ្លាប់គាត់មកទីនោះដើម្បីរត់គេចពីការពិតរួចគាត់ភ្ញាក់ផ្អើលពេលឃើញស្រីបរទេសម្នាក់កំពុងងូតទឹកដោយសារគ្មានកន្លែងឥឡូវនេះគាត់អង្គុយនៅកន្លែងដដែលក្នុងនាមជាបុរសដែលត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសន្យាពេញមួយជីវិតមេឃយប់ស្រឡះផ្កាយរះប្រងព្រាតគាត់នឹកឃើញដល់ថ្ងៃដែលគាត់មានអារម្មណ៍ថាគ្មានប្រយោជន៍នៅពេលដែលពាក្យស្នើសុំការងាររបស់គាត់ត្រូវបានបដិសេធ
នៅពេលដែលគាត់លុបចោលការរៀបការដោយសារតែត្រូវបានគេចាត់ទុកថាមិនស័ក្តិសមអារម្មណ៍បរាជ័យទាំងអស់នោះមិនបានបាត់បង់ភ្លាមនោះទេប៉ុន្តែឥឡូវនេះគាត់លែងអនុញ្ញាតឲ្យវាគ្រប់គ្រងគាត់ទៀតហើយព្រឹកថ្ងៃរៀបការបានមកដល់គ្មានអគារប្រណីតគ្មានការតុបតែងហួសហេតុមានតែបន្ទប់សាមញ្ញនៅការិយាល័យកិច្ចការសាសនាភូមិសាណាស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពណ៌សាមញ្ញដែលត្រូវបានខ្ចីដោយអ្នកភូមិម្នាក់សក់ពណ៌ទង់ដែងរបស់នាងត្រូវបានក្រងយ៉ាងស្អាតមុខរបស់នាងមើលទៅស្ងប់ស្ងាត់ថ្វីត្បិតតែភ្នែករបស់នាងស្រក់ទឹកភ្នែកក៏ដោយវិសាលស្លៀកអាវស្អាតនិងមួកខ្មៅដៃរបស់គាត់ត្រជាក់បន្តិចនៅពេលដែលគាត់អង្គុយនៅមុខអាចារ្យអ្នកភូមិពីរបីនាក់បានចូលរួមជាសាក្សីលោកពូរដ្ឋថាអង្គុយនៅជួរមុខដោយទឹកមុខមោទនភាពម្ដាយចាស់ដែលធ្លាប់នាំនំបញ្ចុកញឹមយ៉ាងរីករាយពិធីបានចាប់ផ្ដើមសំឡេងអាចារ្យឲ្យច្បាស់ណែនាំរាល់ជំហានដោយគោរពនៅពេលដែលដល់ពេលនិយាយពាក្យប្រាជ្ញាបន្ទប់មានអារម្មណ៍ស្ងប់ស្ងាត់ខ្លាំងណាស់សូម្បីតែសំឡេងកង្ហាក៏យឺតជាងមុនដែរវិសាលដកដង្ហើមវែងជាមួយនឹងការដកដង្ហើមវែងដ៏មុតមាំគាត់បាននិយាយពាក្យប្រាជ្ញាទាំងស្រុងយ៉ាងច្បាស់លាស់ដោយមិនជាប់ត្រូវហើយពាក្យនោះបានបន្លឺឡើងយ៉ាងស្រទន់ប៉ុន្តែខ្លាំងនៅក្នុងបន្ទប់ទឹកភ្នែកបានហូរចេញពីភ្នែកសាណាវិសាលមានអារម្មណ៍ថាបន្ទុកដ៏ធំក្នុងជីវិតរបស់គាត់បានលើកចេញបន្តិចម្ដងពួកគេបានចុះហត្ថលេខាលើសម្បត្តិអាពាហ៍ពិពាហ៍ដោយដៃដែលនៅតែញ័រតិចមិនមែនដោយសារការស្ទាក់ស្ទើរទេប៉ុន្តែដោយសារដឹងថាជីវិតរបស់ពួកគេបានផ្លាស់ប្ដូរពិតប្រាកដបន្ទាប់ពីពិធីបានបញ្ចប់ពួកគេបានចេញពីការិយាល័យកិច្ចការសាសនាហើយត្រូវបានទទួលស្វាគមន៍ដោយការទះដៃសាមញ្ញពីអ្នកភូមិគ្មានភាពប្រណីតទេមានតែសុភមង្គលដ៏ស្មោះត្រង់រសៀលនោះពួកគេបានត្រឡប់ទៅតូបនៅមាត់ស្ទឹងវិញកន្លែងដំបូងដែលបានជួបពួកគេក្នុងស្ថានភាពភ័យស្រួលបំផុតឥឡូវនេះពួកគេឈរទន្ទឹមគ្នាជាប្តីប្រពន្ធខ្យល់ពេលល្ងាចបក់បោកយ៉ាងស្រទន់ធ្វើឲ្យក្តារឈើដែលសរសេរថាកាហ្វេស្ទឹងវិសាលក្រុងកើភ្ញៀវខ្លះបានមកអបអរសាទរសំឡេងសើចបាននៅកាន់តែខ្លាំងជាងធម្មតាវិសាលសម្លឹងមើលស្ទឹងដែលហូរស្ងប់ស្ងាត់គាត់លែងជាបុរសដែលលាក់ខ្លួនពីភាពបរាជ័យទៀតហើយគាត់គឺជាបុរសដែលធ្លាប់ធ្លាក់ចុះហ៊ានជួយហ៊ានព្យាយាមហើយទីបំផុតហ៊ានជ្រើសរើសហើយនៅក្បែរគាត់សាណាកាន់ដៃគាត់យ៉ាងណែនដំណើររបស់ពួកគេមិនបានឈប់នៅថ្ងៃនោះទេប៉ុន្តែជាលើកដំបូងវិសាលមិនខ្លាចអ្វីដែលនឹងមកដល់នោះទេដោយសារតែឥឡូវនេះគាត់លែងដើរម្នាក់ឯងទៀតហើយព្រឹកដំបូងបន្ទាប់ពីបានក្លាយជាប្តីប្រពន្ធផ្លូវការមានអារម្មណ៍ខុសប្លែកពីមុនមិនមែនដោយសារផ្ទះទេនោះបានផ្លាស់ប្ដូររូបរាងមិនមែនដោយសារពូកស្ដើងនោះស្រាប់តែคล้ายជានោះទេប៉ុន្តែដោយសារមានអារម្មណ៍ស្ងប់ស្ងាត់ដែលវិសាលមិនធ្លាប់មានពីមុនមកគាត់ក្រោកមុនដូចធម្មតាប៉ុន្តែឥឡូវនេះនៅពេលដែលគាត់បើកភ្នែកគាត់លែងសម្លឹងមើលពីដានដែលមានសភាពទ្រុឌទ្រោមតែម្នាក់ឯងទៀតហើយនៅក្បែរគាត់សាណានៅតែដេកលក់ដោយទឹកមុខស្រស់ស្រាយពន្លឺថ្ងៃបានចូលតាមបង្អួចឈើដែលបើកពាក់កណ្ដាលសំឡេងមាន់រងាវនិងសកម្មភាពអ្នកភូមិបានចាប់ផ្ដើមមើលពីចម្ងាយវិសាលក្រោកយឺតដើម្បីកុំឲ្យប្រពន្ធរបស់គាត់ភ្ញាក់ពាក្យនោះនៅតែមានអារម្មណ៍ប្លែកនិងមោទនភាពនៅក្នុងចិត្តរបស់គាត់ប្រពន្ធរបស់គាត់ចេញពីផ្ទះហើយឈរនៅទីធ្លាដែលធ្លាប់តែពោពេញដោយស្មៅព្រៃឥឡូវនេះទីធ្លានោះត្រូវបានរៀបចំយ៉ាងស្អាតជាមួយនឹងផើងផ្កាតូចដែលសាណាបានដាំអ្នកជិតខាងខ្លះដែលដើរកាត់បាញញឹមហើយមកក្បាលអរុនសួស្ដីលោកវិសាលពាក្យស្វាគមន៍នោះមានអារម្មណ៍ខុសប្លែកពីមុនកាន់តែគោរពកាន់តែកក់ក្ដៅមិនយូរប៉ុន្មានសាណាក៏បានចេញមកដោយសក់ទម្លាក់វែងនិងស្នាមញញឹមដ៏ស្រស់ស្រាយអរុនសួស្ដីប្តីសម្លាញ់ទៀតនាងនិយាយដោយសំឡេងប្លែកដែលនៅតែធ្វើឲ្យវិសាលញឹមរាល់ពេលដែលគាត់ទិវព្រឹកនោះពួកគេបានដើរជាមួយគ្នាទៅតូបនៅមាត់ស្ទឹងជំហានរបស់ពួកគេស៊ីចង្វាក់គ្នាដោយមិនឆ្គងដូចពីមុនតូបតូចនោះឥឡូវនេះមានដំបូលបន្ថែមដែលរឹងមាំជាងមុនកៅអីត្រូវបានបន្ថែមជញ្ជាំងឫស្សីត្រូវបានតុបតែងដោយរូបថតដែលថតដោយសាណាដែលបង្ហាញពីជីវិតភូមិរូបថតក្មេងលេងនៅស្រែរូបថតអ្នកស្ទូចត្រីចាស់ដែលញឹមយ៉ាងរីករាយរូបថតព្រះអាទិត្យរះពីលើស្ទឹងតូបនោះមិនមែនត្រឹមតែជាកន្លែងផឹកកាហ្វេទៀតទេវាក្លាយជាកន្លែងសម្រាប់រឿងរ៉ាវពីរបីសប្តាហ៍បន្ទាប់ពីពិធីមង្គលការភ្ញៀវកាន់តែច្រើនឡើងមិនមែនត្រឹមតែដោយសារតែមានកាហ្វេនោះទេប៉ុន្តែក៏ដោយសារតែរឿងរ៉ាវអំពីគូស្នេហ៍ដែលបានកសាងអាជីវកម្មពីទេនិស្សិតមួយចំនួនពីទីក្រុងបានមកធ្វើបាយការណ៍តូចមួយអំពីភូមិទេសចរដែលរីកចម្រើនដោយធម្មជាតិពួកគេបានសម្ភាសន៍វិសាលនិងសាណានៅក្រោមដំបូលឫស្សីសាមញ្ញវិសាល
បានឆ្លើយដោយស្ងប់ស្ងាត់ដោយមិនមានអារម្មណ៍អន់ចិត្តទៀតទេគឺខ្ញុំធ្លាប់តែស្ទូចត្រីដើម្បីគេចពីការពិតឥឡូវនេះខ្ញុំនៅតែនៅស្ទឹងដដែលប៉ុន្តែដើម្បីកសាងអនាគតគូសាណាឈរនៅក្បែរគាត់សម្លឹងមើលដោយមោទនភាពនៅផ្ទះជីវិតរបស់ពួកគេសាមញ្ញប៉ុន្តែពោពេញដោយភាពកក់ក្ដៅពួកគេចម្អិនអាហារជាមួយគ្នានៅផ្ទះបាយតូចមួយពេលខ្លះព្យាយាមរូបមន្តថ្មីពីប្រទេសកំណើតរបស់សាណាដោយប្រើគ្រឿងផ្សំដែលមានស្រាប់អ្នកភូមិធ្លាប់ឆ្ងល់នៅពេលឃើញក្លិនអាហារប្លែកប៉ុន្តែបន្តិចម្ដងពួកគេក៏ចង់ដឹងហើយបានចូលរួមភ្លក្សរសជាតិសំណើចតែងតែចេញពីផ្ទះតូចនោះជាពិសេសនៅពេលដែលវិសាលនិយាយពាក្យខុសក្នុងភាសាបរទេសដែលសាណាបង្រៀននៅពេលយប់ពួកគេអង្គុយនៅរៀនហាលពិភាក្សាអំពីផែនការតូចនាពេលអនាគតដូចជាបន្ថែមមុខម្ហូបបង្កើតកញ្ចប់ស្ទូចត្រីនិងថតរូបរៀបចំកម្មវិធីតូចនៅចុងសប្តាហ៍គ្មានសុបិនណាដែលធំពេកទេប៉ុន្តែអ្វីទាំងអស់មានអារម្មណ៍ពិតប្រាកដរសៀលមួយភ្លៀងធ្លាក់តិចតូបនៅតែបើកភ្ញៀវខ្លះអង្គុយផឹកកាហ្វេបណ្ដើរស្ដាប់សំឡេងដំណក់ទឹកធ្លាក់លើដំបូលបណ្ដើរសាណាឈរថតរូបពេលនោះវិសាលមើលនាងបងប្អូនស្រីឃើញអ្វីខ្លះពីកន្លែងនេះវិសាលសួរក៏ខ្ញុំឃើញដំណើរមួយពីការភ័យខ្លាចទៅជាក្លាហានពីនៅម្នាក់ឯងទៅជានៅជាមួយគ្នាព្រោះវិសាលញឹមតិចគាត់នឹកឃើញពីអតីតកាលដ៏ខ្មៅងឹតលិខិតស្នើសុំការងារដែលមិនធ្លាប់ត្រូវបានឆ្លើយតបការភ្ជាប់ពាក្យដែលបរាជ័យក្រសែភ្នែករបស់មនុស្សដែលមើលងាយគាត់ឥឡូវនេះក្រសែភ្នែកនោះបានផ្លាស់ប្ដូរមិនមែនដោយសារគាត់មានទ្រព្យសម្បត្តិមិនមែនដោយសារគាត់ល្បីល្បាញនោះទេប៉ុន្តែដោយសារគាត់លែងបោះបង់ខ្លួនឯងទៀតហើយពីរបីខែក្រោយមកផ្ទះទទេដែលធ្លាប់ស្ងប់ស្ងាត់បានចាប់ផ្ដើមត្រូវបានជួសជុលបន្តិចម្ដងជញ្ជាំងត្រូវបានលាបពណ៌ឡើងវិញដំបូលត្រូវបានផ្លាស់ប្ដូរមួយផ្នែកពួកគេបានទិញទូដាក់ចានតូចមួយពីប្រាក់ចំណេញរបស់តូបមិនប្រណីតទេប៉ុន្តែរាល់ការផ្លាស់ប្ដូរមានអារម្មណ៍ដូចជាសមិទ្ធផលដ៏ធំមួយទំនាក់ទំនងរបស់ពួកគេក៏មិនតែងតែគ្មានភាពខុសគ្នាដែរមានថ្ងៃដែលភាពនឿយហត់បានធ្វើឲ្យសម្លេងឡើងខ្ពស់មានពេលដែលភាពខុសប្លែកគ្នានៃវប្បធម៌បានបង្កើតការយល់ច្រឡំតូចប៉ុន្តែរាល់ពេលដែលរឿងនោះកើតឡើងពួកគេបានរៀនអង្គុយជាមួយគ្នាហើយនិយាយគ្នាឲ្យចប់គ្មាននរណាម្នាក់ជ្រើសរើសស្ងៀមយូរពេកទៀតទេយប់មួយបន្ទាប់ពីតូបបិទហើយអតិថិជនចុងក្រោយបានត្រឡប់ទៅផ្ទះវិញវិសាលឈោសម្លឹងមើលស្ទឹងដែលចាំងពន្លឺព្រះច័ន្ទសាណាដើរមកជិតហើយកាន់ដៃគាត់បងប្រុសស្ដាយក្រោយដែលធ្លាប់មកស្ទឹងថ្ងៃនោះទេសាណាសួរយឺតវិសាលញឹមក៏បើសិនជាថ្ងៃនោះខ្ញុំមិនភ្ញាក់ផ្អើលប្រហែលជាជីវិតខ្ញុំនៅតែបន្តដោយគ្មានទីដៅគឺគាត់សម្លឹងមើលប្រពន្ធរបស់គាត់ដោយភ្នែកមុតមមពេលខ្លះអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលផ្ទុយទៅវិញបានបើកផ្លូវដែលយើងមិនធ្លាប់ឃើញពីមុនស្ទឹងនៅតែហូរដូចពេលវេលាដែលមិនដែលឈប់ប៉ុន្តែឥឡូវនេះរាល់វិនាទីមានន័យតូបតូចនោះឈរយ៉ាងសាមញ្ញនៅមាត់ទឹកคล้ายជាសាក្សីថាពីការជួបគ្នាដែលមិននឹកស្មានដល់ពីការសម្រេចចិត្តតូចមួយដើម្បីជួយពីភាពក្លាហានដើម្បីជ្រើសរើសជីវិតដ៏កក់ក្ដៅមួយបានកើតឡើងហើយនៅក្នុងភូមិតូចដែលធ្លាប់តែមានអារម្មណ៍ថាជាកន្លែងរត់គេចឥឡូវនេះបានរីកចម្រើនផ្ទះមួយដែលពោពេញដោយពន្លឺស្ទឹងដែលធ្លាប់ស្ងប់ស្ងាត់ឥឡូវនេះម្ដងម្កាលឡើងទឹកដោយសារភ្លៀងពីខាងលើតូបកាហ្វេនៅមាត់ច្រាំងនៅតែឈរយ៉ាងរឹងមាំជាមួយនឹងក្តារឈើបន្ថែមនៅខាងមុខដែលត្រូវបានលាបពណ៌ឡើងវិញដោយវិសាលខ្លួនឯងរាល់ស្នាមជក់នៅលើក្តារនោះមិនមែនត្រឹមតែជាថ្នាំលាបនោះទេប៉ុន្តែជានិមិត្តរូបថាគាត់លែងខ្លាចក្នុងការកសាងអ្វីមួយដែលអចិន្ត្រៃយ៍ទៀតហើយពេលព្រឹកបានខ្លាយជាពេលវេលាដែលពួកគេចូលចិត្តវិសាលរៀបចំទឹកក្តៅនិងកិនកាហ្វេមុនរីឯសាណាបោះកំរាលឫស្សីនិងរៀបចំតោពួកគេធ្វើការដោយមិននិយាយច្រើនប៉ុន្តែពោពេញដោយការយល់ចិត្តចលនារបស់ពួកគេបំពេញគ្នាទៅវិញទៅមកនៅពេលដែលអតិថិជនដំបូងមកជាធម្មតាអ្នកស្ទូចត្រីចាស់ម្នាក់ដែលតែងតែបញ្ជាកាហ្វេគ្មានជាតិស្ករវិសាលបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងស្នាមញឹមដ៏ស្មោះត្រង់គឺវិសាលឥឡូវបងប្រុសមើលទៅខុសប្លែកពីមុនណាស់បុរសនោះនិយាយនៅថ្ងៃមួយក៏ខុសប្លែកយ៉ាងម៉េចលោកពូមានជីវិតរស់រវើកជាងគឺវិសាលសាយតិចប៉ុន្តែគាត់ដឹងថាប្រយោគនោះជាការពិតពីរបីខែបន្ទាប់ពីពិធីមង្គលការសាណាបានចាប់ផ្ដើមរៀបចំថ្នាក់ថតរូបតូចរៀងរាល់ចុងសប្តាហ៍អ្នកចូលរួមគឺជាកុមារនិងយុវជនក្នុងភូមិដែលចង់រៀនថតរូបដោយប្រើទូរស័ព្ទរបស់ពួកគេតូបបានផ្លាស់ប្ដូរមុខងារទៅជាកន្លែងសិក្សាសាមញ្ញសម្លេងសើចនិងការពិភាក្សាបានទៅដល់ស្ទឹងវិសាលសង្កេតមើលពីចម្ងាយដោយមោទនភាពដែលគាត់ពិបាកលាក់បាំងគាត់មិនត្រឹមតែបានកសាងអាជីវកម្មប៉ុណ្ណោះទេ
គាត់និងប្រពន្ធរបស់គាត់កំពុងកសាងកន្លែងសម្រាប់អ្នកដទៃដើម្បីរីកចម្រើនយប់មួយបន្ទាប់ពីថ្នាក់ថតរូបបានបញ្ចប់ពួកគេអង្គុយនៅលើកម្រាលផ្ទះដែលឥឡូវនេះត្រូវបានរៀបចំយ៉ាងស្អាតជាងមុននៅលើជញ្ជាំងព្យួររូបថតខ្លះដែលជាស្នាដៃរបស់សិស្សសាណាខ្ញុំមិនដែលនឹកស្មានថាខ្ញុំនឹងបង្រៀននៅកន្លែងបែបនេះទេជាសាណានិយាយទាំងសម្លឹងមើលរូបថតទាំងនោះខ្ញុំក៏មិនដែលនឹកស្មានថាផ្ទះនេះនឹងមានអារម្មណ៍ពោពេញដោយមនុស្សបែបនេះដែរប៊ូវិសាលឆ្លើយស្ងប់ស្ងាត់មួយសន្ទុះប៉ុន្តែមិនមែនជាភាពស្ងប់ស្ងាត់ដែលឆ្គងនោះទេគឺភាពស្ងប់ស្ងាត់ដែលស្រួលក៏ជីវិតរបស់ពួកគេពិតជាមិនតែងតែងាយស្រួលនោះទេមានសប្តាហ៍ដែលភ្ញៀវស្ងាត់ដោយសារភ្លៀងធ្លាក់យូរមានថ្ងៃដែលវត្ថុធាតុដើមកាហ្វេមកយឺតមានពេលដែលវិកេបត្រាគិសនីធ្វើឲ្យពួកគេត្រូវគណនាការចំណាយឡើងវិញប៉ុន្តែឥឡូវនេះរាល់បញ្ហាមិនមានអារម្មណ៍ដូចជាទីបញ្ចប់នៃពិភពលោកទៀតទេរសៀលមួយនៅពេលដែលតូបចិត្តបិទបុរសវ័យក្មេងម្នាក់បានមកដោយទឹកមុខភ័យព្រួយគាត់ទើបតែបាត់បង់ការងារនៅទីក្រុងហើយត្រឡប់មកភូមិវិញដោយភាពខ្មាស់អៀនរឿងនោះដូចជាការនិយាយឡើងវិញពីអតីតកាលរបស់វិសាលដោយមិនបង្រៀនវិសាលបានអញ្ជើញគាត់អង្គុយហើយនិយាយគ្នាយូរគាត់បានរៀបរាប់អំពីរបៀបដែលគាត់ធ្លាប់មានអារម្មណ៍ថាបរាជ័យអំពីរបៀបដែលស្ទឹងបានក្លាយជាសាក្សីនៃចំណុចទាបបំផុតក្នុងជីវិតរបស់គាត់បើសិនជាអ្នកឈប់ឥឡូវនេះអ្នកនឹងនៅតែនៅចំណុចដដែលគឺគាត់និយាយយឺតបុរសវ័យក្មេងនោះបានត្រឡប់ទៅផ្ទះវិញដោយទឹកមុខស្ងប់ស្ងាត់ជាងមុនសាណាដែលបានឃើញការសន្ទនានោះញឹមឥឡូវបងប្រុសមិនត្រឹមតែជាម្ចាស់តូបទេនាងនិយាយបងប្រុសក្លាយជាកន្លែងដែលមនុស្សស្វែងរកកម្លាំងចិត្តគឺវិសាលអន់មុខចុះបន្តិចដោយភាពខ្មាស់អៀនប៉ុន្តែសប្បាយចិត្តពីរបីថ្ងៃក្រោយមកដំណឹងល្អបានមកពីគ្រួសារសាណាពួកគេគ្រោងនឹងទៅលេងភូមិជាលើកដំបូងដំណឹងនោះបានធ្វើឲ្យបរិយាកាសផ្ទះមានភាពតានតឹងបន្តិចវិសាលចង់ឲ្យអ្វីទាំងអស់មើលទៅសមរម្យគាត់បានជួសជុលទ្វារដែលរអិលលាបពណ៌បង្អួចឡើងវិញសម្អាតទីធ្លារហូតដល់គ្មានស្លឹកឈើស្ងួតនៅសល់នៅពេលដែលថ្ងៃនោះមកដល់រថយន្តពីទីក្រុងបានឈប់នៅមុខផ្ទះសាមញ្ញរបស់ពួកគេឪពុកម្ដាយរបស់សាណាបានចុះមកដោយទឹកមុខលីលំគ្នារវាងការព្រួយបារម្ភនិងការចង់ដឹងពួកគេបានឃើញផ្ទះតូចទីធ្លាស្អាតនិងតូបរុស្សីនៅមាត់ស្ទឹងពួកគេបានឃើញពីរបៀបដែលអ្នកភូមិស្វាគមន៍វិសាលដោយគោរពរបៀបដែលក្មេងភូមិហៅឈ្មោះសាណាដោយរីករាយនៅពេលល្ងាចពួកគេអង្គុយនៅតូបដោយរីករាយនឹងកាហ្វេដែលឆុងដោយវិសាលខ្លួនឯងឪពុករបស់សាណាសម្លឹងមើលស្ទឹងដែលហូរបងប្រុសបានកសាងអ្វីទាំងអស់នេះពីទេមែនគាត់និយាយយឺតវិសាលងក់ក្បាលក៏ដោយមានជំនួយពីកូនស្រីលោកពូមានស្នាមញឹមតិចដែលទីបំផុតបានលេចឡើងនៅលើមុខបុរសនោះដំណើរទស្សនកិច្ចនោះបានក្លាយជាចំណុចសំខាន់មិនមែនត្រឹមតែការទទួលយកប៉ុណ្ណោះទេប៉ុន្តែក៏ជាការទទួលស្គាល់ថាជម្រើសរបស់សាណាមិនមែនជាកំហុសនោះទេយប់បន្ទាប់ពីគ្រួសារត្រឡប់ទៅទីក្រុងវិញសាណាបានអបវិសាលយ៉ាងណែនអរគុណដែលបានធ្វើឲ្យខ្ញុំមិនដែលស្ដាយក្រោយដែលបានរស់នៅទីនេះគឺវិសាលបានអបវិញគាត់នឹកឃើញខ្លួនឯងដែលធ្លាប់ឈរម្នាក់ឯងនៅមាត់ស្ទឹងដោយមានធុងនិងសន្ទូចបុរសដែលមានអារម្មណ៍ថាជីវិតរបស់គាត់គ្មានទីដៅឥឡូវនេះគាត់ឈរនៅកន្លែងដដែលក្នុងនាមជាប្តីម្ចាស់អាជីវកម្មនិងជាផ្នែកសំខាន់មួយនៃសហគមន៍របស់គាត់ទើបកាន់តែរីកចម្រើនពួកគេបានបន្ថែមចង្គៀងព្យួរតូចមួយចំនួនដែលធ្វើឲ្យបរិយាកាសពេលយប់មានអារម្មណ៍កក់ក្ដៅតន្ត្រី acoustic សាមញ្ញបានចាប់ផ្ដើមត្រូវបានលេងរៀងរាល់ចុងសប្ដាហ៍ដោយយុវជនក្នុងភូមិមាត់ស្ទឹងដែលធ្លាប់ស្ងប់ស្ងាត់ឥឡូវនេះបានក្លាយជាកន្លែងជួបជុំដែលរស់រវើកប៉ុន្តែនៅតែសាមញ្ញយប់មួយបន្ទាប់ពីភ្ញៀវទាំងអស់ត្រឡប់ទៅផ្ទះវិញវិសាលនិងសាណាអង្គុយទន្ទឹមគ្នាបែរមុខទៅទិសទឹកហូរដែលចាំងពន្លឺចានគ្មានពាក្យសម្ដីធំដុំគ្មានការសន្យាថ្មីដែលបាននិយាយនោះទេមានតែការកាន់ដៃយ៉ាងណែននិងអារម្មណ៍ដឹងគុណដែលមិនចាំបាច់ពន្យល់ជីវិតដ៏កក់ក្ដៅរបស់ពួកគេមិនមែននិយាយអំពីភាពប្រណីតមិនមែននិយាយអំពីទំហំអាជីវកម្មដែលបានកសាងនោះទេប៉ុន្តែនិយាយអំពីមនុស្សពីរនាក់ដែលធ្លាប់វង្វេងផ្លូវដូចគ្នារួចក៏បានជ្រើសរើសដើរជាមួយគ្នាហើយរាល់ថ្ងៃនៅតែបន្តបង្កាត់ភ្លើងតូចមួយដែលធ្វើឲ្យផ្ទះសាមញ្ញនោះមានអារម្មណ៍ពេញលេញពេលវេលាហូរផុតទៅដោយមិនដឹងខ្លួនតូបកាហ្វេនៅមាត់ស្ទឹងឥឡូវនេះមានស្លាកយីហោរឹងមាំជាងមុនកម្រាលឫស្សីរបស់វាត្រូវបានផ្លាស់ប្ដូរមួយផ្នែកដោយឈើដែលរឹងមាំជាងដំណាំឈើដើម្បីលម្អមួយចំនួនបានព្យួរនៅជ្រុងដំបូលធ្វើឲ្យបរិយាកាសកាន់តែត្រជាក់ប៉ុន្តែការផ្លាស់ប្ដូរដ៏ធំបំផុតមិនមែននៅក្នុងអគារនោះទេការផ្លាស់ប្ដូរដ៏ធំបំផុតគឺនៅក្នុងរបៀបដែលវិសាលមើលជីវិតរបស់គាត់
ព្រឹកមួយនៅពេលដែលព្រះអាទិត្យទើបនឹងរះពាក់កណ្ដាលសាណាបានហៅគាត់ពីក្នុងផ្ទះដោយសំឡេងដែលខុសពីធម្មតាវិសាលគោសំឡេងនោះស្រទន់ប៉ុន្តែពោពេញដោយការញ័រគាត់បានចូលទៅក្នុងហើយឃើញសាណាអង្គុយនៅមាត់ពុកដោយភ្នែកស្រក់ទឹកភ្នែកកាន់អ្វីមួយនៅក្នុងដៃរបស់នាងក៏ខ្ញុំបានពិនិត្យ2 ដងហើយនាងនិយាយយឺតវិសាលដើរទៅជិតនៅក្នុងដៃរបស់នាងគេឃើញឧបករណ៍ទេសសាមញ្ញមួយដែលមានបន្ទាត់ក្រហមស្ដាងពីរប៉ុន្តែច្បាស់លាស់គាត់ស្ងាត់ស្ងៀមពិភពលោកហាក់ដូចជាឈប់ពីរបីវិនាទីពិតមែនទេគាត់ខ្សឹបសាណាងក់ក្បាលទឹកភ្នែករបស់នាងបានហូរដោយគ្មានសំឡេងយើងនឹងមានកូនប្រយោគនោះបានបន្លឺឡើងនៅក្នុងទ្រូងវិសាលខ្លាំងជាងសំឡេងអ្វីទាំងអស់ដែលគាត់ធ្លាប់ព្រឺបុរសដែលធ្លាប់មានអារម្មណ៍ថាមិនស័ក្តិសមជាប្តីឥឡូវនេះនឹងក្លាយជាឪពុកគាត់អង្គុយនៅក្បែរប្រពន្ធរបស់គាត់កាន់ដៃទាំងពីររបស់នាងយ៉ាងប្រុងប្រយ័ត្នក៏ខ្លាចទេសាណាសួរក៏ខ្លាចណាស់គឺគាត់ឆ្លើយដោយស្មោះត្រង់ប៉ុន្តែនៅពីក្រោយភាពភ័យខ្លាចនោះមានសុភមង្គលដែលមិនអាចពន្យល់បានដោយពាក្យសម្ដីថ្ងៃនោះពួកគេមិនបានបើកតូបភ្លាមទេពួកគេបានដើរទៅមាត់ស្ទឹងឈរនៅកន្លែងដំបូងដែលអ្វីទាំងអស់បានចាប់ផ្ដើមខ្យល់ពេលព្រឹកបក់បោកយ៉ាងស្រទន់ទឹកហូរដូចធម្មតាវិសាលសម្លឹងមើលលំហូរនោះដោយភ្នែកដែលខុសប្លែកពីមុនជីវិតនៅតែបន្តទៅមុខគាត់និយាយយឺតក៏ហើយឥឡូវនេះយើងនឹងនាំមកនូវជីវិតថ្មីចូលទៅក្នុងវាដំណឹងនៃការមានផ្ទៃពោះនោះបានរីករាលដាលបន្តិចម្ដងនៅក្នុងភូមិប្រតិកម្មរបស់ប្រជាជនពោពេញដោយក្តីរីករាយម្ដាយមីងបាននាំយកអាហារបន្ថែមពួកគេបានចែករំលែករឿងរ៉ាវអំពីបទពិសោធន៍នៃការក្លាយជាឪពុកម្ដាយផ្ទះតូចនោះបានផ្លាស់ប្ដូរម្ដងទៀតជ្រុងមួយនៃបន្ទប់បានចាប់ផ្ដើមត្រូវបានរៀបចំទូដាក់ចានតូចត្រូវបានរើចេញជញ្ជាំងត្រូវបានលាបពណ៌ឡើងវិញដោយពណ៌ដែលភ្លឺថ្លាជាងសាណាបានព្យួររូបថតស្ទឹងនិងស្រែដោយស៊ុំសាមញ្ញស្រមៃថានៅថ្ងៃណាមួយកូនរបស់ពួកគេនឹងមើលវាតូបនៅតែដំណើរការប៉ុន្តែឥឡូវនេះវិសាលបានយកការងារធ្ងន់កាន់តែច្រើនដើម្បីឲ្យសាណាមិនសូវនឿយហត់គាត់ក្រោកពីព្រលឹមជាងមុនគាត់ត្រឡប់ទៅផ្ទះលឿនជាងមុនគាត់បានរៀនអំពីការទទួលខុសត្រូវដែលធំជាងគ្រាន់តែស្វែងរកប្រាក់ចំណេញរសៀលមួយនៅពេលដែលតូបមីញឹកដោយភ្ញៀវចុងសប្តាហ៍ក្មេងតូចម្នាក់បានរត់ទៅជិតសាណាហើយប្រកួតផ្កាព្រៃដែលទើបនឹងបេះសម្រាប់ទារកដែលនឹងកើតគាត់និយាយដោយគ្មានទោសកំហុសសាណាញឹមដោយរំភើបវិសាលបានឃើញពេលនោះពីក្រោយតូកាហ្វេទ្រូងរបស់គាត់មានអារម្មណ៍ពេញលេញយប់របស់ពួកគេឥឡូវនេះត្រូវបានពោពេញទៅដោយការសន្ទនាអំពីអនាគតដ៏ឆ្ងាយអំពីសាលារៀនអំពីតម្លៃដែលពួកគេចង់បណ្ដុះបណ្ដាលអំពីរបៀបបង្រៀនភាពក្លាហាននិងការអាណិតអាសូរខ្ញុំចង់ឲ្យកូនយើងដឹងថាឪពុករបស់គាត់ធ្លាប់មិនមែនជាមនុស្សអស្ចារ្យទេគឺវិសានិយាយនៅយប់មួយក៏ហេតុអ្វីសាណាសួរព្រោះខ្ញុំចង់ឲ្យកូនដឹងថាមនុស្សធម្មតាក៏អាចជ្រើសរើសផ្លាស់ប្ដូរបានដែរការមានផ្ទៃពោះដំណើរការល្អអ្វីត្បិតតែមានថ្ងៃដែលសាណាមានអារម្មណ៍ចង្អោរនិងនឿយហត់ក៏ដោយវិសាតែងតែនៅក្បែរនាងកាន់ដៃរៀបចំអាហារឬគ្រាន់តែអង្គុយជាមួយនៅចន្លោះភាពមីញឹកនោះតូបកាន់តែរីកចម្រើនពួកគេបានចាប់ផ្ដើមលក់គ្រាប់កាហ្វេវេចខ្ចប់តូចដែលមានស្លាកសញ្ញាសាមញ្ញរូបថតតូបរបស់ពួកគេបានលេចឡើងនៅក្នុងភ្លុកទេសចរមួយចំនួនប៉ុន្តែសមិទ្ធផលទាំងអស់នោះមានអារម្មណ៍តូចណាស់បើប្រៀបធៀបនឹងសម្លេងបេះដូងតូចដែលពួកគេបានឮជាលើកដំបូងនៅពេលពិនិត្យផ្ទៃពោះនៅទីក្រុងសម្លេងនោះលឿននិងខ្លាំងវិសាលស្ទើរតែមិនអាចទប់ទឹកភ្នែកបាននៅក្នុងបន្ទប់ពិនិត្យដ៏សាមញ្ញនោះគាត់បានដឹងថាជីវិតរបស់គាត់បានដើរទៅឆ្ងាយប៉ុណ្ណាពីបុរសដែលធ្លាប់ឈរម្នាក់ឯងនៅមាត់ស្ទឹងដោយអស់សង្ឃឹមខែហើយខែបានកន្លងផុតទៅពោះរបស់សាណាកាន់តែធំអ្នកភូមិកាន់តែយកចិត្តទុកដាក់សូម្បីតែម្ចាស់តូបនៅតាមផ្លូវធំក៏បានផ្ញើអាហារបន្ថែម2 ឬ 3 ដងដោយមិនត្រូវបានស្នើសុំយប់មុនថ្ងៃសម្រាលភ្លៀងធ្លាក់ខ្លាំងដូចថ្ងៃសំខាន់ផ្សេងទៀតក្នុងជីវិតរបស់ពួកគេវិសាលអង្គុយនៅក្បែរសាណាដែលកំពុងដេកដោយទឹកមុខស្លេកបន្តិចប៉ុន្តែរឹងមាំគឺមិនថាមានអ្វីកើតឡើងនៅថ្ងៃស្អែកទេគាត់និយាយយឺតយើងបានឆ្លងកាត់រឿងជាច្រើនហើយគូសាណាកាន់ដៃគាត់យ៉ាងណែនខហើយយើងមិនដែលនៅម្នាក់ឯងទេភ្លៀងនៅខាងក្រៅស្ដាប់ទៅដូចជាចង្វាក់វែងដែលអំដំណើររបស់ពួកគេពីការជួបគ្នាដែលមិននឹកស្មានដល់នៅស្ទឹងពីតូបរុស្ស៊ីសាមញ្ញពីការសន្យានៅការិយាល័យកិច្ចការសាសនាឥឡូវនេះជីវិតដ៏កក់ក្ដៅរបស់ពួកគេនឹងទទួលបានពន្លឺតូចមួយទៀតហើយនៅក្នុងផ្ទះមាត់ស្ទឹងនោះស្នេហាដែលធ្លាប់រីកចម្រើនយឺតឥឡូវនេះត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ជំពូកថ្មីដែលជ្រៅជាងពិបាកជាងនិងមានអត្ថន័យជាង
ភ្លៀងដែលធ្លាក់ពេញមួយយប់មិនទាន់បានស្រកអស់នៅឡើយនៅពេលដែលការឈឺចាប់នោះមកកាន់តែខ្លាំងជាងមុនសាណាកាន់ដៃវិសាលដោយដង្ហើមដាច់មុខរបស់នាងស្លេកប៉ុន្តែភ្នែករបស់នាងនៅតែរឹងមាំក៏ដល់ពេលហើយឬនៅនាងនិយាយយឺតនៅចន្លោះការឈឺចាប់វិសាលដែលជាធម្មតាស្ងប់ស្ងាត់ឥឡូវនេះបានធ្វើចលនាយ៉ាងលឿនប៉ុន្តែប្រុងប្រយ័ត្នគាត់បានរៀបចំកាបូបតូចមួយដែលមានសម្លៀកបំពាក់និងរបស់របរទារកតាំងពីសប្តាហ៍មុនម៉ូតូអ្នកជិតខាងត្រូវបានស្នើសុំឲ្យត្រៀមខ្លួនជានិច្ចបើសិនជាចាំបាច់លោកពូរដ្ឋាបានមកជួយនាំពួកគេទៅគ្លីនិកសម្រាលកូននៅឃុំផ្លូវនៅតែសាមនិងរអិលភ្លៀងបានបន្សល់ទុកនៅអាប់ស្ដាងនៅតាមបណ្ដោយស្រែអំឡុងពេលធ្វើដំណើរវិសាលមិនបានឈប់បន់ស្រន់ក្នុងចិត្តទេនៅក្នុងបន្ទប់សម្រាលដ៏សាមញ្ញសាណាត្រូវបាននាំចូលដោយឈ្មោះវិសាលត្រូវបានស្នើសុំឲ្យរងចាំនៅខាងក្រៅពេលវេលាហាក់ដូចជាដើរយឺតគាត់អង្គុយលើកៅអីផ្លាស្ទិកដោយដៃកាន់គ្នាទៅវិញទៅមកយ៉ាងណែនការចងចាំរបស់គាត់បានវិលត្រឡប់ទៅថ្ងៃដំបូងគាត់បានឃើញសាណានៅមាត់ស្ទឹងការសម្រេចចិត្តតូចមួយដែលមានអារម្មណ៍ថាឯកឯងនោះឥឡូវនេះបាននាំគាត់ទៅរកពេលដ៏ធំបំផុតក្នុងជីវិតរបស់គាត់សំឡេងទារកយំបានបំបែកភាពស្ងប់ស្ងាត់សំឡេងនោះស្រួយថ្លានិងមានជីវិតវិសាលក្រោកឈរភ្លាមបេះដូងរបស់គាត់ដូចជាឈប់មួយសន្ទុះមុននឹងត្រឡប់មកលោតលឿនជាងមុន 2-3 នាទីក្រោយមកឈ្មោះបានចេញមកដោយញឹមយ៉ាងរីករាយគឺក្មេងស្រីមានសុខភាពល្អពាក្យយូមានសុខភាពល្អបានធ្វើឲ្យជង្គង់វិសាលស្ទើរតែទន់គាត់បានចូលទៅក្នុងបន្ទប់ដោយជំហានញ័រសាណាដេកនឿយហត់ប៉ុន្តែញឹមនៅក្បែរនាងទារកតូចមួយត្រូវបានរុំដោយក្រណាត់សកំពុងរើបន្តិចម្ដងវិសាលដើរទៅជិតសម្លឹងមើលមុខតូចនោះច្រមុះតូចភ្នែកបិទជិតដង្ហើមស្រាលទៀងទាត់គាត់បានលូកម្រាមដៃហើយដៃតូចនោះបានចាប់វាដោយ Wavlek ការប៉ះនោះបានធ្វើឲ្យពិភពលោកទាំងមូលមានអារម្មណ៍ស្ងប់ស្ងាត់មួយសន្ទុះអរគុណទៅគាត់ខ្សឹបទៅសាណាដោយសំឡេងញ័រ2-3 ម៉ោងក្រោយមកពួកគេបានត្រឡប់ទៅផ្ទះវិញដោយបេះដូងដែលខុសប្លែកពីមុនផ្ទះសាមញ្ញនោះឥឡូវនេះមានអារម្មណ៍ពេញលេញពិតប្រាកដអ្នកភូមិបានមកនាំយកអាហារនិងការជូនពរសំណើចបាននៅកាន់តែញឹកញាប់ទីធ្លាតូចដែលធ្លាប់ស្ងប់ស្ងាត់ឥឡូវនេះពោពេញដោយជំហានរបស់មនុស្សដែលចង់ឃើញទារកតូបត្រូវបានបិទ 2-3 ថ្ងៃគ្មាននរណាម្នាក់ជំទាស់នោះទេផ្ទុយទៅវិញអតិថិជនជាច្រើនបានមកគ្រាន់តែដើម្បីអបអរសាទរវិសាលបានរៀនផ្លាស់ប្ដូរកន្ទប់ដោយចលនាឆ្គងនៅពេលដំបូងគាត់ភ្ញាក់ពីគេងនៅពាក់កណ្ដាលយប់នៅពេលដែលសំឡេងយំតូចបានបំបែកភាពស្ងប់ស្ងាត់គាត់បីកូនរបស់គាត់នៅរៀនហើរផ្ទះដែលយឺតបណ្ដាលសម្លឹងមើលស្ទឹងដែលនៅតែហូរក្រោមពន្លឺព្រះច័ន្ទយប់មួយនៅពេលដែលទារកនោះទីបំផុតបានដេកលក់នៅក្នុងដៃរបស់គាត់អង្គុយលើកៅអីឈើនៅខាងក្រៅផ្ទះខ្យល់ពេលយប់បានប៉ះមុខរបស់គាត់នឹកឃើញពីអតីតកាលដែលហាក់ដូចជាឆ្ងាយណាស់គាត់ធ្លាប់មានអារម្មណ៍ថាគ្មានប្រយោជន៍គាត់ធ្លាប់ខ្លាចមិនអាចផ្ដល់អនាគតបានឥឡូវនេះនៅក្នុងដៃរបស់គាត់មានអនាគតនោះផ្ទាល់សាណាបានចេញមកនាំយកភួយស្ដាងមួយហើយគ្រប់លើស្មាវិសាលកូនស្ងប់ស្ងាត់ណាស់ពេលនៅក្បែរអូនគឺនាងនិយាយយ៉ាងស្រទន់វិសាលញឹមតិចប្រហែលជាដោយសារតែខ្ញុំក៏ស្ងប់ស្ងាត់ដែរនៅក្បែរស្ទឹងនេះ2-3 សប្តាហ៍ក្រោយមកទប់ក៏បានបើកឡើងវិញដោយបរិយាកាសថ្មីអង្រឹងតូចមួយត្រូវបានព្យួរនៅជ្រុងមួយឆ្ងាយពីផ្សែងផ្ទះបាយម្ដងម្កាលសំឡេងយំរបស់ទារកបានលីលំនឹងស្នាមញឹមរបស់អតិថិជនតូបនោះមិនត្រឹមតែជាកន្លែងផឹកកាហ្វេទៀតទេវាក្លាយជានិមិត្តរូបនៃគ្រួសារដែលរីកចម្រើនពីភាពក្លាហានតូចមួយកូនរបស់ពួកគេត្រូវបានដាក់ឈ្មោះថាអរុណិកាដែលមានន័យថាពន្លឺព្រឹកឈ្មោះនោះត្រូវបានជ្រើសរើសដោយសារតែអ្វីទាំងអស់បានចាប់ផ្ដើមនៅពេលព្រឹកព្រលឹមដែលមានអប់នៅពេលដែលវាសនាបាននាំមនុស្សពីរនាក់ដែលជាមនុស្សចម្លែកឲ្យជួបគ្នាជីវិតមិនបានคล้ายជាងាយស្រួលភ្លាមនោះទេមានយប់ដែលគ្មានការគេងមានថ្ងៃដែលទារកក្តៅខ្លួនតិចធ្វើឲ្យភ័យស្លន់ស្លោមានភាពនឿយហត់ដែលធ្វើឲ្យសម្លេងឡើងខ្ពស់ដោយអចេតនាប៉ុន្តែរាល់ពេលដែលរឿងនោះកើតឡើងពួកគេបានរៀនអប់គ្នាឲ្យកាន់តែណែនមិនមែនរត់គេចនោះទេរសៀលមួយវិសាលបានបីអរុណិកាទៅមាត់ស្ទឹងទឹកហូរស្ងប់ស្ងាត់ដូចថ្ងៃដំបូងគាត់បានអង្គុយលុតជង្គង់បង្ហាញស្ទឹងនោះទៅកូនស្រីរបស់គាត់ដែលនៅតូចពេកមិនទាន់យល់នៅទីនេះហើយដែលប៉ាបានជួបម៉ាក់គឺគាត់និយាយយឺតសាណាឈរនៅក្បែរគាត់ញឹមទាំងទប់អារម្មណ៍តូបរុស្ស៊ីឥឡូវនេះឈររឹងមាំជាងមុនតុបតែងដោយសំឡេងសើចរបស់ក្មេងតូចដែលម្ដងម្កាលបំបែកការសន្ទនារបស់មនុស្សធំភូមិតូចនោះលែងជាកន្លែងរត់គេចទៀតហើយវាក្លាយជាកន្លែងដែលស្នេហាភាពក្លាហាននិងជីវិតថ្មីបានរីកចម្រើន
ហើយរាល់ព្រឹកនៅពេលដែលព្រះអាទិត្យរះពីលើស្ទឹងពន្លឺដែលចាំងមិនត្រឹមតែបំភ្លឺទឹកដែលហូរប៉ុណ្ណោះទេប៉ុន្តែក៏បំភ្លឺផ្ទះតូចដែលពោពេញដោយភាពកក់ក្ដៅផងដែរកន្លែងដែលបេះដូងបីបានរៀនដើរជាមួយគ្នាមួយជំហានម្ដងពេលវេលាមិនមានអារម្មណ៍យឺតទៀតទេដូចពីមុនសំឡេងយំតូចរបស់អារ៉ូណេកាដែលធ្លាប់បំពេញភាពស្ងប់ស្ងាត់នៅពេលយប់ឥឡូវនេះបានប្រែក្លាយទៅជាសំឡេងសើចរីករាយដែលបន្លឺឡើងនៅទីធ្លាផ្ទះនាងបានចាប់ផ្ដើមរៀនវារួចក៏ក្រោកឈរដោយកាន់កៅអីឈើចាស់ដែលធ្លាប់ជាគ្រឿងសង្ហារឹមតែមួយគត់នៅក្នុងផ្ទះទេនោះផ្ទះនោះបានផ្លាស់ប្ដូរពិតប្រាកដជញ្ជាំងរបស់វាឥឡូវនេះត្រូវបានតុបតែងដោយរូបថតនៃដំណើរជីវិតរបស់ពួកគេមានរូបថតតូបនៅពេលដែលវាទើបនឹងឈរដោយមានដំបូលរអិលមានរូបថតពិធីមង្គលការសាមញ្ញនៅការិយាល័យកិច្ចការសាសនាមានរូបថតអារ៉ូណេកាដែលទើបនឹងកើតដោយភ្នែកបិទជិតរាល់ជ្រុងរក្សាទុកនៅរឿងរ៉ាវតូបកាហ្វេនៅមាត់ស្ទឹងកាន់តែមានជីវិតរស់រវើកមិនមែនដោយសារភាពប្រណីតទេប៉ុន្តែដោយសារបរិយាកាសដ៏ស្មោះត្រង់តន្ត្រី acoustic ត្រូវបានលេងជាប្រចាំរៀងរាល់ចុងសប្តាហ៍ចង្គៀងតូចត្រូវបានព្យួរយ៉ាងស្អាតចាំងពន្លឺដ៏កក់ក្ដៅនៅពេលយប់មកដល់អារ៉ូណេកាតែងតែអង្គុយនៅលើភ្លៅសាណានៅពេលថ្នាក់ថតរូបកំពុងដំណើរការកុមារនិងយុវជនក្នុងភូមិឥឡូវនេះមិនត្រឹមតែរៀនថតរូបប៉ុណ្ណោះទេប៉ុន្តែក៏រៀនអំពីភាពក្លាហានក្នុងការចាប់ផ្ដើមអ្វីមួយពីទេផងដែរវិសាលឈរនៅពីក្រោយតុកាហ្វេដោយទឹកមុខដែលកាន់តែមានភាពចាស់ទុំស្នាមជ្រីវជ្រួញនៅលើមុខរបស់គាត់លែងបណ្ដាលមកពីការអស់សង្ឃឹមទៀតហើយប៉ុន្តែបណ្ដាលមកពីការខិតខំប្រឹងប្រែងដែលគាត់បានជ្រើសរើសដោយខ្លួនឯងរសៀលមួយបុរសវ័យកណ្ដាលម្នាក់បានមកជាមួយគ្រួសាររបស់គាត់ធ្លាប់ជាជើហ្វាយរបស់វិសាលនៅទីក្រុងដែលជាមនុស្សម្នាក់ដែលធ្លាប់បានផ្ដល់ដំណឹងអំពីការរក្សាធនរបស់ក្រុមហ៊ុនគាត់សម្លឹងមើលតូបនោះដោយកោតសរសើរខ្ញុំមិននឹកស្មានថាបងប្រុសនឹងកសាងអ្វីមួយដូចនេះទេគាត់និយាយដោយស្មោះត្រង់វិសាលញឹមស្ងប់ស្ងាត់ខ្ញុំក៏មិននឹកស្មានដែរពួកគេបាននិយាយគ្នាយូរគ្មានអារម្មណ៍តូចចិត្តនៅក្នុងខ្លួនវិសាលទៀតទេគាត់មិនបានកំពុងបញ្ជាក់អ្វីដល់នរណាម្នាក់នោះទេគាត់គ្រាន់តែកំពុងរស់នៅជីវិតដែលគាត់បានកសាងដោយខ្លួនឯងប៉ុណ្ណោះនៅផ្ទះជីវិតរបស់ពួកគេកាន់តែកក់ក្ដៅក្នុងភាពសាមញ្ញសាណាបានចាប់ផ្ដើមបង្រៀនអារ៉ូណេកាពីភាសាតាំងពីតូចពេលខ្លះឬពាក្យលីលំគ្នាដែលគួរឲ្យអស់សំណើចហើយធ្វើឲ្យពួកគេសើចវិសាលដោយអត់ធ្មត់បានចូលរួមរៀនដើម្បីកុំឲ្យយឺតយ៉ាវយប់របស់ពួកគេត្រូវបានពោពេញទៅដោយរឿងរ៉ាវសាមញ្ញមុនពេលចូលគេងអំពីស្ទឹងដែលហូរដោយមិនចេះនឿយហត់អំពីសត្វស្លាបដែលតែងតែត្រឡប់ទៅសម្បុករបស់វាអំពីភាពក្លាហានក្នុងការជ្រើសរើសផ្លូវផ្ទាល់ខ្លួនអ្វីត្បិតតែមើលទៅតូចតាចក៏ដោយមិនមែនគ្រប់ថ្ងៃសុទ្ធតែភ្លឺស្វាងនោះទេមានរដូវដែលទឹកជំនន់ស្ទើរតែប៉ះដល់បាតតូបទឹកស្ទឹងឡើងខ្ពស់ជាងធម្មតាពួកគេរួមជាមួយអ្នកភូមិបានសហការគ្នាធ្វើទំនប់តូចមួយពីបាវខ្សាច់នៅចំកណ្ដាលការព្រួយបារម្ភនោះវិសាលលែងភ័យស្លន់ស្លោដូចពីមុនទៀតហើយគាត់បានរៀនថាការប្រឈមគឺជាផ្នែកមួយនៃដំណើរមិនមែនជាសញ្ញាដើម្បីឈប់នោះទេបន្ទាប់ពីទឹកស្រកពួកគេបានសម្អាតភក់ជាមួយគ្នាតូបបានឈរឡើងវិញប្រឡាក់បន្តិចប៉ុន្តែនៅតែរឹងមាំយប់មួយបន្ទាប់ពីទឹកជំនន់បានស្រកពួកគេអង្គុយ3នាក់នៅរានហើរផ្ទះអារ៉ូណេកាដេកលក់នៅលើផ្លូវសាណាវិសាលសម្លឹងមើលមេឃដែលស្រឡះបន្ទាប់ពីព្យុះកាលពីមុនខ្ញុំខ្លាចអនាគតណាស់គីគាត់និយាយយឺតឥឡូវនេះខ្ញុំដឹងថាអនាគតមិនដែលពិតជាប្រាកដប្រជានោះទេប៉ុន្តែយើងអាចជ្រើសរើសរបៀបប្រឈមមុខនឹងវាបានកុសាណាផ្អែកក្បាលលើស្មាគាត់យើងបានឆ្លងកាត់ស្ទឹងដ៏ជ្រៅហើយទីនាងនិយាយយ៉ាងស្រទន់វិសាលញឹមហើយយើងមិនបានលិចលង់ទេពី3ឆ្នាំក្រោយមកតូបកាហ្វេរបស់ពួកគេបានរីកចម្រើនក្លាយជាកន្លែងឈប់សម្រាកដ៏ល្បីល្បាញប៉ុន្តែនៅតែរក្សាភាពសាមញ្ញរបស់វាមនុស្សជាច្រើនបានមកមិនត្រឹមតែផឹកកាហ្វេប៉ុណ្ណោះទេប៉ុន្តែដើម្បីទទួលអារម្មណ៍ស្ងប់ស្ងាត់ដែលមិនត្រូវបានបង្កើតឡើងអារ៉ូណេកាឥឡូវនេះរត់លេងនៅចន្លោះកៅអីឈើសំឡេងសើចរបស់នាងបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណកន្លែងនោះព្រឹកមួយនៅពេលដែលព្រះអាទិត្យរះហើយអាប់ស្ដាងរំពាត់ស្ទឹងវិសាលឈរម្នាក់ឯងមួយសន្ទុះនៅកន្លែងដំបូងដែលគាត់បានឃើញសាណាគាត់នឹកឃើញយ៉ាងច្បាស់នៅអារម្មណ៍ភ្ញាក់ផ្អើលច្របូកច្របល់និងភ័យខ្លាចដែលគាត់មាននៅថ្ងៃនោះបើសិនជាពេលនោះគាត់ជ្រើសរើសទៅបើសិនជាពេលនោះគាត់អនុញ្ញាតឲ្យការស្ទាក់ស្ទើរយកឈ្នះលើការអាណិតអាសូរប្រហែលជាជីវិតរបស់គាត់នឹងនៅតែរាបស្មើដោយគ្មានពណ៌ឥឡូវនេះនៅកន្លែងដដែលគាត់លែងឈរក្នុងនាមជាបុរសគ្មានការងារធ្វើដែលបាត់បង់ទិសដៅទៀតហើយគាត់ឈរក្នុងនាមជាប្តីឪពុក
និងនរណាម្នាក់ដែលចាក់ឫសយ៉ាងរឹងមាំនៅក្នុងដីដែលធ្លាប់គាត់ចាត់ទុកថាជាកន្លែងរត់គេចសាណាបានមកជិតគាត់កាន់ដៃអរុណិកាពួកគេឈរទន្ទឹមគ្នាសម្លឹងមើលស្ទឹងដែលបន្តហូរដោយមិនឈប់អរុណិកាចង្អុលទៅទឹកដោយសើចរីករាយវិសាលលើកកូនស្រីរបស់គាត់ឡើងខ្ពស់ធ្វើឲ្យនាងសើចកាន់តែខ្លាំងនៅពីក្រោយសំឡេងនោះមានដំណើរដ៏វែងឆ្ងាយដែលមើលមិនឃើញដោយមនុស្សខាងក្រៅដំណើរអំពីភាពក្លាហានក្នុងការជួយភាពក្លាហានក្នុងការចាប់ផ្ដើមភាពក្លាហានក្នុងការស្រឡាញ់និងភាពក្លាហានក្នុងការបន្តនៅពេលដែលចរន្តជីវិតព្យាយាមអូសទាញស្ទឹងនោះនៅតែដូចពីមុនប៉ុន្តែជីវិតនៅមាត់ច្រាំងឥឡូវនេះពោពេញដោយពន្លឺហើយនៅក្នុងផ្ទះតូចដ៏កក់ក្ដៅនោះស្នេហាដែលធ្លាប់រីកចម្រើនយឺតឥឡូវនេះបានក្លាយជាស្គល់ដែលកាន់តែជ្រៅរឹតបន្តឹងរាល់ជំហានដែលពួកគេបានដើរជាមួយគ្នាឆ្នាំហើយឆ្នាំបានកន្លងផុតទៅដោយមិនដឹងខ្លួនតូបកាហ្វេនៅមាត់ស្ទឹងនៅតែឈរយ៉ាងសាមញ្ញគ្មានផ្ទាំងប៉ាណូធំគ្មានសាខានៅទីក្រុងគ្មានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យវាមើលទៅអស្ចារ្យនោះទេហើយនោះគឺជាជម្រើសរបស់ពួកគេយប់មួយនៅពេលដែលភ្ញៀវម្នាក់ពីទីក្រុងបានផ្ដល់កិច្ចសហការដើម្បីបើកសាខានៅកន្លែងទេសចរផ្សេងទៀតវិសាលគ្រាន់តែញឹមហើយនិយាយយឺតថាខ្ញុំចង់ឲ្យកន្លែងនេះនៅតែដូចនេះគាត់លែងជាបុរសដែលស្វែងរកការបញ្ជាក់ទៀតហើយគាត់មិនចង់ពង្រីកអាជីវកម្មគ្រាន់តែដើម្បីការទទួលស្គាល់នោះទេគាត់ចង់ចិញ្ចឹមគ្រួសាររបស់គាត់ដោយស្ងប់ស្ងាត់ជីវិតរបស់ពួកគេបានដំណើរការទៅតាមចង្វាក់តូចដែលស្ងប់ស្ងាត់ពេលព្រឹកចាប់ផ្ដើមដោយសំឡេងអរុណិកាដែលឥឡូវនេះអាចនិយាយបានយ៉ាងស្ទាត់ជំនាញនាងតែងតែរត់ទៅផ្ទះបាយអោបជើងឪពុករបស់នាងដោយសើចប៉ាស្ទឹងភ្ញាក់ហើយឬនៅសំណួរសាមញ្ញនោះតែងតែធ្វើឲ្យវិសាលញឹមស្ទឹងមិនដែលដេកទេគាត់ឆ្លើយទាំង3កូនស្រីរបស់គាត់ចេញពីផ្ទះពួកគេទាំង3នាក់តែងតែអង្គុយនៅមាត់ទឹកមុនពេលតូបបើកសាណានាំយកតេម៉ូតែរក្សាទុកក្តៅវិសាលរៀបចំកៅអីអរុណិកាបោះថ្មតូចទៅក្នុងស្ទឹងដោយសើចមើលរលកទឹកគ្មានការសន្ទនាធំដុំអំពីអនាគតគ្មានគោលដៅខ្ពស់ដែលត្រូវសម្រេចមានតែពេលវេលាតូចដែលមានអារម្មណ៍ពេញលេញប៉ុណ្ណោះរសៀលមួយអគ្គិសនីដាច់យូរណាស់ដោយសារបញ្ហានៅភូមិតូបមិនអាចបំភ្លឺចង្កៀងព្យួរដូចធម្មតាបានទេជំនួសឲ្យការភ័យស្លន់ស្លោវិសាលបានដុតទៀនខ្លះសាណាបានយកហ្គីតាតូចមួយរបស់យុវជនភូមិម្នាក់មកយប់នោះមានអារម្មណ៍កក់ក្ដៅជាងធម្មតាភ្ញៀវអង្គុយជុំវិញបទចម្រៀងសាមញ្ញត្រូវបានច្រៀងរួមគ្នាអរុណិកាដេកលក់នៅលើភ្លើម្ដាយរបស់នាងដោយពន្លឺទៀនរំលើមុខរបស់នាងវិសាលសម្លឹងមើលជុំវិញគាត់ធ្លាប់គិតថាសុភមង្គលត្រូវតែមកក្នុងទម្រង់ធំការងារមានស្ថិរភាពប្រាក់ខែខ្ពស់ផ្ទះធំទូលាយឥឡូវនេះគាត់ដឹងថាសុភមង្គលតែងតែមកក្នុងទម្រង់តូចដែលមិនគួរឲ្យកត់សម្គាល់ថ្ងៃមួយអរុណិកាបានដួលនៅពេលរត់ហើយជង្គង់របស់នាងរបួសតិចតួចនាងយំខ្លាំងធ្វើឲ្យសាណាភ័យស្លន់ស្លោមួយសន្ទុះវិសាលលើកកូនស្រីរបស់គាត់ហើយសម្អាតរបួសនោះយឺតឈឺបន្តិចទេគាត់និយាយយ៉ាងស្រទន់ក៏ប៉ុន្តែប៉ាតែងតែនៅក្បែរប្រយោគនោះមិនមែនសម្រាប់តែអរុណិកានោះទេគឺសម្រាប់ខ្លួនគាត់ផ្ទាល់កាលពីអតីតកាលផងដែរយប់នោះបន្ទាប់ពីអរុណិកាដេកលក់ពួកគេអង្គុយនៅរានហើរផ្ទះខ្យល់នាំមកនៅក្លិនស្ទឹងនិងដីសើមបងប្រុសមិនដែលស្ដាយក្រោយដែលបានជ្រើសរើសរស់នៅទីនេះទេសាណាសួរយឺតវិសាលងក់ក្បាលក៏កាលពីមុនខ្ញុំខ្លាចជីវិតខ្ញុំតូចពេកឥឡូវនេះខ្ញុំបែរជាដឹងគុណដែលភាពតូចនោះបានធ្វើឲ្យខ្ញុំអាចមើលឃើញអ្វីទាំងអស់យ៉ាងច្បាស់ហ្គូសាណាញឹមហើយផ្អែកក្បាលលើស្មាគាត់ពីរបីថ្ងៃក្រោយមកយុវជនភូមិម្នាក់បានមកដោយទឹកមុខពោពេញដោយកម្លាំងចិត្តគាត់ចង់បើកអាជីវកម្មតូចមួយលក់អាហារសម្រន់នៅជិតតូបវិសាលមិនមានអារម្មណ៍ថាគំរាមកំហែងនោះទេគាត់បែរជាជួយរៀបចំតនិងផ្ដល់យោបល់សាមញ្ញគឺលៀបសំណាងមិនចាំបាច់ដណ្ដើមគ្នាទេគាត់និយាយអាចចែករំលែកគ្នាបានក៏តូបកាហ្វេនៅតែសាមញ្ញមុខម្ហូបមិនបានបន្ថែមច្រើនតម្លៃនៅតែសមរម្យប៉ុន្តែកន្លែងនោះបានក្លាយជាចំណុចជួបជុំនៃរឿងរ៉ាវជាច្រើនកន្លែងដែលមនុស្សដាក់ពាក្យសុំការងារបណ្ដាផឹកកាហ្វេបណ្ដាកន្លែងដែលយុវវ័យពិភាក្សាអំពីអនាគតកន្លែងដែលគ្រួសារអង្គុយរីករាយនឹងពេលល្ងាចដោយមិនប្រញាប់ប្រញាល់នៅផ្ទះជីវិតរបស់ពួកគេក៏មិនបានប្រែទៅជាស្មុគស្មាញនោះទេពួកគេនៅតែបោកគក់សម្លៀកបំពាក់ដោយខ្លួនឯងនៅតែចម្អិនអាហារជាមួយគ្នានៅតែឆ្លោះគ្នាតិចអំពីអ្នកណាដែលភ្លេចទិញស្ករប៉ុន្តែនៅពីក្រោយអ្វីទាំងអស់នោះមានអារម្មណ៍សុវត្ថិភាពដ៏រឹងមាំព្រឹកមួយដ៏ភ្លឺស្វាងនៅពេលដែលព្រះអាទិត្យចាំងនៅលើផ្ទៃស្ទឹងអរុណិកាអង្គុយនៅលើភ្លៅវិសាល
ដោយកាន់កែវទេមួយគឺប៉ាធ្លាប់ស្គាល់ម៉ាក់នៅទីនេះមែនទេបាទហេតុអ្វីបានជាប៉ាភ្ញាក់ផ្អើលពេលនោះវិសាលសាយតិចព្រោះពេលខ្លះជីវិតមកដោយគ្មានការអនុញ្ញាតអរណីការងក់ក្បាលដូចជាយល់ស្ទឹងហូរដូចធម្មតាមិនដែលប្រញាប់មិនដែលឈប់វិសាលសម្លឹងមើលទឹកដែលហូរយឺតគាត់លែងដេញតាមអ្វីដែលធំទៀតហើយគាត់រក្សាអ្វីដែលមានស្រាប់ផ្ទះតូចដ៏កក់ក្ដៅប្រពន្ធដែលដើរនៅក្បែរគាត់មិនមែននៅខាងក្រោយឬខាងមុខកូនដែលធំឡើងដោយសម្លេងសាច់ស្មោះត្រង់តូបសាមញ្ញដែលជាសាក្សីនៃដំណើររបស់ពួកគេហើយក្នុងចំណោមអ្វីទាំងអស់នោះជីវិតដ៏កក់ក្ដៅរបស់ពួកគេនៅតែបន្តទៅមុខមិនមែនដោយជំហានយៈនោះទេប៉ុន្តែដោយជំហានតូចដែលប្រកបប្រជាដែលរាល់ថ្ងៃធ្វើឲ្យបេះដូងរបស់ពួកគេនៅតែពេញលេញនិងស្ងប់ស្ងាត់រដូវប្រាំងបានមកដល់បន្តិចម្ដងទឹកស្ទឹងបានស្រកចុះបន្តិចបង្ហាញថ្មដែលធ្លាប់លាក់នៅក្រោមទឹកហូរខ្យល់មានអារម្មណ៍កក់ក្ដៅជាងមុនប៉ុន្តែមិនក្ដៅហែងទេតូបកាហ្វេនៅមាត់ស្ទឹងនៅតែបើកដូចធម្មតាគ្មានការផ្លាស់ប្ដូរធំដុំគ្មានស្លាកយីហោថ្មីគ្មានការពង្រីកអគារហើយក៏មិនចាំបាច់នោះដែរអរណីកាឥឡូវនេះបានចូលរៀនបឋមសិក្សាហើយរៀងរាល់ព្រឹកមុនពេលទៅសាលានាងអង្គុយលើកៅអីឈើរបស់តូបបណ្ដាធ្វើកិច្ចការបន្តិចបន្តួចឬគ្រាន់តែគូររូបស្ទឹងដោយប្រើខ្មៅដៃពណ៌ខៀវដែលចាប់ផ្ដើមខ្លីវិសាលតែងតែមើលនាងបណ្ដាឆុងកាហ្វេបណ្ដាក៏ប៉ាក៏ធ្លាប់រៀននៅទីនេះដែរគឺគាត់និយាយនៅថ្ងៃមួយអរណីកាងើបមុខឡើងប៉ាចូលចិត្តរៀនទេវិសាលញឹមតិចកាលពីមុនប៉ាចូលចិត្តសុបិនប៉ុន្តែប៉ាមិនតែងតែហ៊ានដេញតាមវាទេអរណីកាមិនយល់ទាំងស្រុងទេប៉ុន្តែនាងគ្រាន់តែញឹមហើយបន្តគូជីវិតរបស់ពួកគេនៅតែសាមញ្ញសាណារៀបចំការវិភាគតូបដើម្បីកុំឲ្យនឿយហត់ពេកពួកគេបានព្រមព្រៀងគ្នាបិទលឿនជាងមុនរៀងរាល់2ថ្ងៃម្ដងដើម្បីអាចញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅផ្ទះយូរជាងមុនគ្មានទូរស័ព្ទនៅលើតុអាហារគ្មានការពិភាក្សាអំពីប្រាក់ចំណេញឬផែនការធំមានតែរឿងរ៉ាវអំពីសាលារៀនអំពីអតិថិជនកំប្លែងដែលបានមកនៅថ្ងៃនោះអំពីឆ្មាព្រៃដែលតែងតែដេកក្រោមទទករសៀលមួយខ្យល់បក់បោកខ្លាំងណាស់ស្លឹកឈើស្ងួតខ្លះបានហើរពេញទីធ្លាផ្ទះអគ្គិសនីដាច់ភ្លើងម្ដងទៀតដោយកាលពីប៉ុន្មានខែមុនវិសាលបានដុតចង្កៀងប្រេងតូចមួយដែលធ្លាប់បានរក្សាទុកយប់នោះពួកគេអង្គុយ3នាក់នៅបន្ទប់ទទួលភ្ញៀវដ៏សាមញ្ញសាណាអានសៀវភៅរឿងដោយសំឡេងយឺតអរណីកាផ្អែកលើផ្លូវរបស់នាងវិសាលអង្គុយលើឥដ្ឋបណ្ដាលជួសជុលដៃទ្វារដែលរលុងបន្តិចបន្តួចគ្មានសំឡេងម៉ាស៊ីនគ្មានតន្ត្រីមានតែសំឡេងដង្ហើមនិងរឿងរ៉ាវដែលហូរយ៉ាងស្រទន់នៅពេលដែលសៀវភៅត្រូវបានអានចប់អរណីកាបានអបឪពុកម្ដាយទាំងពីររបស់នាងក៏ផ្ទះយើងតូចណាស់មែនទេក្មេងនោះនិយាយដោយគ្មានទោសកំហុសវិសាលនិងសាណាសម្លឹងមើលគ្នាទៅវិញទៅមករួចញឹមត្បាតសាណាឆ្លើយយ៉ាងស្រទន់ក៏ប៉ុន្តែកក់ក្ដៅវិសាលបន្ថែមអរណីកាងក់ក្បាលពេញចិត្តរួចក៏ដេកលក់នៅចន្លោះពួកគេពីរបីថ្ងៃក្រោយមកភ្ញៀវចាស់ម្នាក់បានសួរវិសាលថាបើហេតុអ្វីមិនពង្រីកតូបទៅភ្ញៀវច្រើនហើយអាចបន្ថែមមុខម្ហូបបន្ថែមកន្លែងអង្គុយគូវិសាលមិនបានឆ្លើយភ្លាមទេគាត់សម្លឹងមើលស្ទឹងមួយសន្ទុះរួចនិយាយយឺតថាគូបើសិនជាធំពេកខ្ញុំខ្លាចបាត់បង់បរិយាកាសដែលធ្វើឲ្យមនុស្សចូលចិត្តនៅទីនេះគាត់ដឹងពីដែនកំណត់របស់គាត់មិនចង់ធ្លាក់ចូលទៅក្នុងមហិច្ឆតាដែលធ្វើឲ្យគាត់ភ្លេចរីករាយនឹងដំណើរទៀតទេព្រឹកមួយដ៏ស្ងប់ស្ងាត់បន្ទាប់ពីអរណីកាទៅសាលារៀនវិសាលនិងសាណាអង្គុយនៅមាត់ស្ទឹងតែ2នាក់វាជាយូរណាស់មកហើយដែលពួកគេមិនបានអង្គុយដោយមិនប្រញាប់យើងមិនមែនជាអ្នកមានទេគឺសាណានិយាយទាំងសម្លឹងមើលទឹកដែលចាំងពន្លឺវិសាលញឹមប៉ុន្តែយើងមិនខ្វះខាតទេពួកគេមិនមានរថយន្តថ្មីមិនមានផ្ទះជាន់មិនមានប្រាក់សន្សំច្រើនប៉ុន្តែពួកគេមានពេលសម្រាប់ស្ដាប់គ្នាទៅវិញទៅមកមានកន្លែងសម្រាប់គាំទ្រគ្នាទៅវិញទៅមកមានភាពក្លាហានដើម្បីបន្តរស់នៅសាមញ្ញដោយមិនមានអារម្មណ៍ថាយឺតយ៉ាវយប់មួយនៅពេលដែលភ្លៀងធ្លាក់តិចហើយសំឡេងដំណក់ទឹកប៉ះដំបូលវិសាលក្រោកមុនគាត់ដើរទៅរៀនហើយសម្លឹងមើលស្ទឹងដែលងឹតបន្តិចដោយសារអាកាសធាតុគាត់នឹកឃើញពីអតីតកាលរបស់គាត់បុរសគ្មានការងារធ្វើដែលស្ទូចត្រីដើម្បីគេចពីអារម្មណ៍បរាជ័យគាត់ញឹមតិចបើសិនជាកាលពីមុននរណាម្នាក់និយាយថាសុភមង្គលនឹងមកក្នុងទម្រង់ជាផ្ទះតូចតូបសាមញ្ញនិងគ្រួសារកក់ក្ដៅប្រហែលជាគាត់មិនជឿនោះទេប៉ុន្តែឥឡូវនេះគាត់ដឹងថាជីវិតដ៏កក់ក្ដៅរបស់ពួកគេមិនមែននិយាយអំពីសមិទ្ធផលធំមិនមែននិយាយអំពីការមានច្រើនជាងអ្នកដទៃនោះទេវាគឺអំពីការក្រោកពីព្រឹកដោយគ្មានការភ័យខ្លាចអំពីការត្រឡប់ទៅផ្ទះដែលមានអារម្មណ៍សុវត្ថិភាពអំពីសម្លេងសាច់តូចនៅក្នុងបន្ទប់ទទួលភ្ញៀវ
អំពីដៃដែលតែងតែកាន់នៅពេលថ្ងៃមានអារម្មណ៍ធ្ងន់សាណាចេញមកតាមគាត់រួចយកដៃរបស់នាងទៅដាក់ក្នុងដៃវិសាលត្រជាក់ណាស់គីនាងនិយាយយឺតវិសាលងក់ក្បាលគូលែងហើយក៏ដោយសារតែនៅក្នុងផ្ទះតូចនោះនៅមាត់ស្ទឹងដែលកន្លែងដែលអ្វីទាំងអស់បានចាប់ផ្ដើមភាពកក់ក្ដៅមិនដែលមកពីទំហំអគារឬទំហំអាជីវកម្មនោះទេវាមកពីបេះដូងដែលជ្រើសរើសដើម្បីនៅតែសាមញ្ញនៅតែជាមួយគ្នាហើយនៅតែថែរក្សាគ្នាទៅវិញទៅមករាល់ថ្ងៃព្រឹកបានមកដល់ដូចធម្មតានៅក្នុងភូមិនោះមិនដែលយឺតមិនដែលប្រញាប់អាប់ស្ដាងបានផាត់ពីលើស្ទឹងហើយសំឡេងទូកតូចរបស់នេសាទចំណាស់ម្នាក់បានរយឺតប៉ះទឹកតូបកាហ្វេនៅតែបិទប៉ុន្តែក្លិនដីសើមនិងស្លឹកឈើបានពេញខ្យល់ហើយនៅខាងក្នុងផ្ទះតូចដែលឥឡូវនេះមានអារម្មណ៍ថាមានជីវិតរស់រវើកជាងមុនវិសាលបានភ្ញាក់ពីគេងមុនពេលម៉ោងរោទបន្លឺឡើងគាត់លែងក្រោកដោយសារតែភ័យព្រួយគិតពីអនាគតទៀតហើយគាត់ក្រោកដោយសាររាងកាយរបស់គាត់ធ្លាប់បានស្វាគមន៍ថ្ងៃថ្មីនៅក្បែរគាត់សាណានៅតែដេកលក់ដោយទឹកមុខដែលនៅតែស្រទន់ដោយកាលពីដំបូងដែលនាងដេកលក់នៅក្នុងផ្ទះទេនោះកាលពីប៉ុន្មានឆ្នាំមុននៅក្នុងបន្ទប់ក្បែរនោះអរុណិកាកំពុងរើបន្តិចបន្តួចបណ្ដាលអបតុក្កតាក្រណាត់ដែលនាងចូលចិត្តបណ្ដាលវិសាលអង្គុយមួយសន្ទុះនៅមាត់ពូកគាត់ស្ដាប់សំឡេងពេលព្រឹកកាលពីមុនពេលព្រឹកមានអារម្មណ៍ធ្ងន់ដូចជាការរំលឹកថាគាត់នៅតែមិនទាន់ក្លាយជាអ្វីនោះទេឥឡូវនេះពេលព្រឹកមានអារម្មណ៍ដូចជាឱកាសតូចមួយដែលត្រូវបានផ្ដល់ឲ្យជានិច្ចគាត់ក្រោកឈរហើយចេញទៅរៀនហាលខ្យល់ប៉ះមុខរបស់គាត់យ៉ាងស្រទន់ស្ទឹងហូរដោយចង្វាក់ដដែលដូចថ្ងៃដំបូងដែលគាត់មកស្ទូចត្រីដោយចិត្តពោពេញដោយភាពភ័យព្រួយគាត់ញឹមតែម្នាក់ឯងគ្មានអ្វីផ្លាស់ប្ដូរពីស្ទឹងនោះទេអ្វីដែលផ្លាស់ប្ដូរគឺខ្លួនគាត់ពី3នាទីក្រោយមកសាណាបានតាមគាត់ដោយមានភួយស្ដាងមួយនៅលើស្មាក្បងប្រុសតែងតែក្រោកមុននាងនិយាយទាំងញឹមវិសាលងក់ក្បាលក៏ខ្ញុំចូលចិត្តមើលស្ទឹងមុនពេលថ្ងៃចាប់ផ្ដើមពិតប្រាកដឧសាណាឈរនៅក្បែរគាត់ពួកគេមិនបាននិយាយគ្នាយូរទេមិនចាំបាច់ទេភាពស្ងប់ស្ងាត់នៅចន្លោះពួកគេមិនមែនជាភាពទេនោះទេវាគឺជាភាពសុខស្រួលមិនយូរប៉ុន្មានសំឡេងទ្វារបន្ទប់តូចបើកប៉ាម៉ាក់រងចាំខ្ញុំផងអរុណិការត់តូចមករកពួកគេដោយសក់ដែលនៅតែញញៃនាងអបជើងឪពុករបស់នាងរួចឈរបែរមុខទៅស្ទឹងថ្ងៃនេះស្ទឹងស្រឡះណាស់មែនទេនាងនិយាយដោយរីករាយវិសាលលើកកូនស្រីរបស់គាត់ហើយចង្អុលទៅទឹកគឺស្ទឹងតែងតែមានវិធីដើម្បីបន្តហូរគាត់និយាយយឺតបន្ទាប់ពីអាហារពេលព្រឹកសាមញ្ញពួកគេបានបើកតូបដូចធម្មតាគ្មានគោលដៅធំនៅថ្ងៃនោះទេគ្មានព្រឹត្តិការណ៍ពិសេសមានតែទម្លាប់ដែលពួកគេបានអនុវត្តដោយមានស្មារតីពេញលេញអ្នកស្ទូចត្រីចំណាស់បានមកដូចធម្មតាគាត់អង្គុយនៅកៅអីដែលគាត់ចូលចិត្តហើយបញ្ជាកាហ្វេគ្មានជាតិស្ករវិសាលជីវិតបងប្រុសឥឡូវស្ងប់ស្ងាត់ណាស់មែនទេគាត់និយាយទាំងញឹមតិចវិសាលមិនបានឆ្លើយភ្លាមទេគាត់ចាក់កាហ្វេដោយប្រុងប្រយ័ត្នគឺស្ងប់ស្ងាត់មិនមែនមានន័យថាគ្មានបញ្ហានោះទេលោកពូគាត់ឆ្លើយយឺតប៉ុន្តែឥឡូវនេះខ្ញុំមិនរត់គេចពីបញ្ហាទេបរិសចំណាស់នោះមកក្បាលយឺតសាណាបង្រៀនក្មេងជំទង់ភូមិ2នាក់ថតរូបពន្លឺពេលព្រឹកអរុណិកាអង្គុយនៅតូតូចមួយបណ្ដាគូរូបផ្ទះរបស់ពួកគេដោយមានតួលេខសាមញ្ញ3ដែលកាន់ដៃគ្នាបណ្ដាថ្ងៃត្រង់បានមកដល់យឺតភ្ញៀវទេសចរមួយចំនួនបានឈប់សម្រាកបន្តិចពួកគេបានសរសើរបរិយាកាសតូបដែលមានអារម្មណ៍ធម្មជាតិមានអ្នកសួរថាដែលហេតុអ្វីមិនពង្រីកកន្លែងនេះទៅសាណាឆ្លើយយ៉ាងស្រទន់ថាយើងចង់ឲ្យកន្លែងនេះនៅតែមានកន្លែងសម្រាប់ដកដង្ហើមពេលល្ងាចនៅពេលដែលភ្ញៀវចាប់ផ្ដើមថយចុះវិសាលបិទប្រអប់លុយហើយរាប់ប្រាក់ចំណូលនៅថ្ងៃនោះមិនច្រើនមិនតិចគ្រប់គ្រាន់ពាក្យនោះបានក្លាយជាមូលដ្ឋានគ្រឹះនៃជីវិតរបស់គាត់ឥឡូវនេះគ្រប់គ្រាន់សម្រាប់ញ៉ាំគ្រប់គ្រាន់សម្រាប់សាលារៀនកូនគ្រប់គ្រាន់សម្រាប់សន្សំតិចគ្រប់គ្រាន់សម្រាប់ញឹមមុនពេលចូលគេងយប់មកដល់ដោយមេឃពោពេញដោយផ្កាយពួកគេញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅលើឥដ្ឋបន្ទប់ទទួលភ្ញៀវដូចពីមុនគ្មានទូរទស្សន៍បើគ្មានសំឡេងរំខានអរុណិការៀបរាប់អំពីមេរៀននៅថ្ងៃនោះអំពីមិត្តភ័ក្តិរបស់នាងដែលចង់ក្លាយជាវេជ្ជបណ្ឌិតអំពីគ្រូដែលសរសើរគំនូររបស់នាងវិសាលស្ដាប់យ៉ាងយកចិត្តទុកដាក់គាត់ចង់ឲ្យកូនរបស់គាត់ដឹងថាសំឡេងរបស់នាងសំខាន់បន្ទាប់ពីអរុណិកាដេកលក់វិសាលនិងសាណាអង្គុយនៅរៀនហាលខ្យល់ពេលយប់នាំមកនៅសំឡេងកណ្ដូបនិងសំឡេងទឹកហូររឹបដែលកាន់តែច្បាស់នៅក្នុងភាពងឹតបងប្រុសធ្លាប់ស្រមៃថាជីវិតបងប្រុសបែបនេះទេសាណាសួរយឺតវិសាលងក់ក្បាលយឺតកាលពីមុនខ្ញុំស្រមៃថាជីវិតត្រូវតែធំទូលាយដើម្បីមានន័យឥឡូវនេះឥ
ឥឡូវនេះខ្ញុំដឹងថាជីវិតមិនចាំបាច់ធំទូលាយដើម្បីមានន័យទេជាសាណាញឹមរួចកាន់ដៃគាត់ជីវិតដ៏កក់ក្ដៅរបស់ពួកគេមិនបានមកជាមួយការផ្ទុះឡើងនៃសុភមង្គលដ៏អស្ចារ្យនោះទេវាមកយឺតវាមកនៅពេលដែលពួកគេជ្រើសរើសជឿជាក់គ្នាទៅវិញទៅមកនៅពេលដែលស្ថានភាពមិនទាន់ប្រាកដប្រជាវាមកនៅពេលដែលពួកគេជ្រើសរើសនៅពេលដែលការចាក់ចេញមានអារម្មណ៍ងាយស្រួលជាងវាមកនៅពេលដែលពួកគេទទួលយកថាគ្រប់គ្រាន់វាមិនមែនមានន័យថាកខ្វះខាតនោះទេពីរបីសប្តាហ៍ក្រោយមកដំណឹងតូចមួយបានមកដល់សាលារៀនអរុណិការៀបចំការសម្ដែងសាមញ្ញមួយនៅសាលាឃុំអរុណិកាត្រូវបានជ្រើសរើសឲ្យអានកំណាព្យអំពីស្ទឹងវិសាលស្ងាត់ស្ងៀមមួយសន្ទុះធំនៅពេលដែលគាត់ទិញដំណឹងនោះស្ទឹងម្ដងទៀតគាត់រអ៊ូយឺតថ្ងៃសម្ដែងបានមកដល់សាលាឃុំត្រូវបានតុបតែងយ៉ាងសាមញ្ញជាមួយនឹងក្រណាត់ពណ៌ស្រស់ឆើតឆាយឪពុកម្ដាយអង្គុយលើកៅអីផ្លាស្ទិកដោយញឹមយ៉ាងមោទនភាពនៅពេលដែលឈ្មោះអរុណិកាត្រូវបានហៅនាងបានដើរទៅមុខដោយជំហានតូចប៉ុន្តែមុតមមនាងឈរនៅចំកណ្ដាលឆាកកាន់ក្រដាសតូចមួយរួចក៏ចាប់ផ្ដើមអានអំពីស្ទឹងដែលមិនដែលបោះបង់ចោលថ្មអំពីទឹកដែលនៅតែហូរទោះបីជាផ្លូវរបស់វាមានឧបសគ្គក៏ដោយអំពីផ្ទះតូចមួយនៅមាត់ស្ទឹងដែលពោពេញដោយពន្លឺសំឡេងក្មេងនោះមិនខ្លាំងពេកទេប៉ុន្តែច្បាស់លាស់វិសាលមានអារម្មណ៍ថាទ្រូងរបស់គាត់កក់ក្ដៅកំណាព្យឲ្យនោះប្រហែលជាសាមញ្ញសម្រាប់អ្នកដទៃប៉ុន្តែសម្រាប់គាត់វាក៏ជាកញ្ចក់នៃជីវិតរបស់គាត់ផ្ទាល់ផងដែរបន្ទាប់ពីកម្មវិធីបានបញ្ចប់អរុណិកាបានរត់ទៅឪពុកម្ដាយទាំងពីររបស់នាងក៏ខ្ញុំមិនខ្លាចទេនាងនិយាយដោយមោទនភាពវិសាលសម្លឹងមើលសាណាដោយភ្នែកដែលស្រក់ទឹកភ្នែកបន្តិចគាត់ដឹងថាភាពក្លាហានតូចមួយដែលគាត់បានជ្រើសរើសកាលពីប៉ុន្មានឆ្នាំមុនឥឡូវនេះបានរីកចម្រើននៅក្នុងខ្លួនកូនរបស់គាត់យប់នោះបន្ទាប់ពីអ្វីទាំងអស់ស្ងាត់ស្ងៀមវិញវិសាលបានឈរម្ដងទៀតនៅមាត់ស្ទឹងតែម្នាក់ឯងមិនមែនដោយសារភ័យព្រួយមិនមែនដោយសារច្របូកច្របល់នោះទេគាត់ឈរដោយសារតែចង់នឹកឃើញថាអ្វីទាំងអស់នេះបានចាប់ផ្ដើមពីពេលដ៏សាមញ្ញមួយការសម្រេចចិត្តមួយដើម្បីគំងាករេជំហានតូចមួយដើម្បីជួយទឹកស្ទឹងប៉ះថ្មហើយបន្តហូរមេឃយប់ចាំងស្រមោលស្រអាប់នៅលើផ្ទៃទឹកវិសាលដកដង្ហើមវែងគាត់លែងជាបុរសដែលខ្លាចចាប់ផ្ដើមទៀតហើយគាត់លែងជាបុរសដែលមានអារម្មណ៍ថាជីវិតរបស់គាត់យឺតយ៉ាវទៀតហើយគាត់គឺជាបុរសដែលបានរកឃើញអត្ថន័យនៅក្នុងភាពសាមញ្ញហើយនៅក្នុងផ្ទះតូចដ៏កក់ក្ដៅនោះនៅក្រោមដំបូលដែលធ្លាប់លិចហើយឥឡូវនេះរឹងមាំជីវិតនៅតែបន្តទៅមុខមិនមែនដោយជំហានយៈមិនមែនដោយសំឡេងរំខាននោះទេប៉ុន្តែដោយចង្វាក់ដ៏ស្រទន់ដែលស្ថិរភាពព្រឹកនឹងមកដល់ម្ដងទៀតនៅថ្ងៃស្អែកស្ទឹងនឹងបន្តហូរតូបតូចនឹងបើកទ្វារម្ដងទៀតអរុណិកានឹងត្រឡប់មកសួរសំណួរសាមញ្ញដែលធ្វើឲ្យពួកគេញឹមហើយវិសាលនឹងបន្តឈរនៅកន្លែងដដែលមិនមែនដើម្បីរត់គេចដូចពីមុននោះទេប៉ុន្តែដើម្បីរក្សាអ្វីដែលគាត់បានកសាងដោយបេះដូងដ៏ក្លាហានជីវិតដ៏កក់ក្ដៅរបស់ពួកគេមិនត្រូវការឆាកធំដុំនោះទេវាតម្រូវឲ្យមានជម្រើសតូចដែលត្រូវបានធ្វើម្ដងហើយម្ដងទៀតរាល់ថ្ងៃដើម្បីនៅជាមួយគ្នាដើម្បីនៅតែសាមញ្ញដើម្បីនៅតែដឹងគុណហើយដរាបណាស្ទឹងនោះនៅតែហូរនៅមាត់ភូមិតូចនោះដរាបណាព្រះអាទិត្យនៅតែចាំងពន្លឺនៅលើផ្ទៃរបស់វាផ្ទះតូចនោះនឹងនៅតែឈរជាសាក្សីថាពីការភ្ញាក់ផ្អើលដែលមិននឹកស្មានដល់ពីភាពក្លាហានដែលកើតនៅក្នុងភាពភ័យខ្លាចជីវិតដ៏ពេញលេញនិងកក់ក្ដៅមួយបានរីកចម្រើនពេលវេលាកន្លងផុតទៅដោយស្ងៀមស្ងាត់ឆ្នាំហើយឆ្នាំកន្លងផុតទៅដូចជាខ្សែទឹកដែលមិនដែលសុំការអនុញ្ញាតដើម្បីបន្តទៅមុខឡើយមិនមានការផ្ទុះឡើងដ៏ធំក្នុងជីវិតរបស់ពួកគេទេមិនមានការផ្លាស់ប្ដូរយ៉ាងខ្លាំងដែលបានផ្លាស់ប្ដូរមុខមាត់ភូមិនោះទេប៉ុន្តែនៅពីក្រោយភាពស្ងប់ស្ងាត់នោះជីវិតនៅតែបន្តរៀបចំពួកគេឲ្យកាន់តែចាស់ទុំអរុណិកាឥឡូវនេះចូលវ័យជំទង់ហើយជំហានរបស់នាងលែងតូចទៀតហើយសំឡេងរបស់នាងចាប់ផ្ដើមច្បាស់ភ្នែករបស់នាងបញ្ចេញនូវការចង់ដឹងដែលកាន់តែទូលំទូលាយជាងគ្រាន់តែស្ទឹងនិងតូបកាហ្វេព្រឹកមួយនាងអង្គុយនៅមាត់ស្ទឹងជាមួយឪពុករបស់នាងសៀវភៅសរសេរបើកនៅលើផ្លូវរបស់នាងក្ប៉ាកូនចង់ទៅរៀននៅទីក្រុងនៅពេលក្រោយគីនាងនិយាយយឺតប៉ុន្តែមើងម៉ាត់វិសាលមិនបានភ្ញាក់ផ្អើលទេគាត់ដឹងថាថ្ងៃនោះនឹងមកដល់ស្ទឹងនៅចំពោះមុខពួកគេនៅតែហូរដូចជាធ្វើជាសាក្សីនៃការសន្ទនាដែលមិនស្រាវហេតុអ្វីវិសាលសួរយ៉ាងស្រទន់គឺកូនចង់រៀនបន្ថែមទៀតអំពីពិភពលោកអំពីកន្លែងផ្សេងទៀតប៉ុន្តែកូនមិនចង់បំភ្លេចកន្លែងនេះទេគឺវិសាលញឹមតិចកាលពីមុនប៉ាខ្លាចទៅឆ្ងាយពេក
រួចប៉ាខ្លាចត្រឡប់មកវិញដោយមានអារម្មណ៍ថាបរាជ័យកូនមិនបាច់ខ្លាចទាំងពីរទេអរុណិកាសម្លឹងមើលឪពុករបស់នាងយ៉ាងម៉ឺងម៉ាត់ប៉ានឹងសោកស្ដាយបើកូនទៅជាសោកស្ដាយគឺប្រាកដប៉ុន្តែប៉ាសោកស្ដាយជាងបើកូនទប់ក្តីសុបិនរបស់កូនគ្រាន់តែដោយសារខ្លាចចាក់ចេញពីពួកយើងខ្យល់ពេលព្រឹកបក់បោកយ៉ាងស្រទន់វិសាលបានដឹងរឿងសំខាន់មួយស្នេហាដ៏កក់ក្ដៅមិនមែនមានន័យថាកាន់ជាប់ពេកទេពេលខ្លះវាមានន័យថាផ្ដល់កន្លែងសម្រាប់លូតលាស់នៅផ្ទះសាណាស្ដាប់ផែនការរបស់អរុណិកាដោយមានអារម្មណ៍មោទនភាពនិងរំភើបនាងដឹងថាការចាក់ចេញពីផ្ទះដើម្បីស្វែងរកទីដែលមានអារម្មណ៍បែបណាបើកូនទៅនៅពេលក្រោយចូលកូនទៅដោយមានការជឿជាក់នាងនិយាយយ៉ាងស្រទន់ទៅកូនស្រីរបស់នាងគឺមិនមែនដោយសារតែចង់រត់គេចទេប៉ុន្តែដោយសារតែចង់រៀនកតុបកាហ្វេនៅតែឈរយ៉ាងសាមញ្ញកៅអីខ្លះត្រូវបានផ្លាស់ប្ដូរដំបូលធ្លាប់ត្រូវបានជួសជុលម្ដងទៀតបន្ទាប់ពីព្យុះធំបានបក់បោកកាលពី2 ឆ្នាំមុនប៉ុន្តែពួកគេនៅតែបដិសេធការផ្ដល់ជូនដើម្បីពង្រីកអាជីវកម្មយ៉ាងធំធេងមនុស្សជាច្រើនបានមកហើយទៅមានគូស្នេហ៍វ័យក្មេងដែលបានធ្វើឲ្យតូបនោះជាកន្លែងជួបគ្នាដំបូងរបស់ពួកគេមាននិស្សិតដែលធ្វើកិច្ចការបញ្ចប់ការសិក្សាដោយថតរូបស្ទឹងមានភ្ញៀវទេសចរដែលត្រឡប់មកវិញគ្រាន់តែដើម្បីទទួលអារម្មណ៍ស្ងប់ស្ងាត់ដោយការពីទស្សនកិច្ចដំបូងប៉ុន្តែសម្រាប់វិសាលតូបនោះមិនដែលคล้ายជានិមិត្តរូបនៃភាពជោគជ័យនោះទេវាក៏ជាការរំលឹកផងដែរការរំលឹកថាជីវិតអាចផ្លាស់ប្ដូរទិសដៅបានគ្រាន់តែដោយសារការសម្រេចចិត្តតូចមួយយប់មួយនៅពេលដែលភ្លៀងធ្លាក់ខ្លាំងជាងធម្មតាអគ្គិសនីដាច់ភ្លើងយូរណាស់វិសាលអង្គុយនៅបន្ទប់ទទួលភ្ញៀវជាមួយសាណាអរុណិកាបានដេកលក់បន្ទាប់ពីបានរៀនយូរល្មមសម្រាប់ប្រឡងនៅសាលាភ្លៀងស្ដាប់ទៅដូចជាជំហានតូចរាប់ពាន់នៅលើដំបូលយើងបានមកដល់ដំណាក់កាលនេះហើយគូសាណានិយាយយឺតវិសាលមុខក្បាលដោយគ្មានផែនទីច្បាស់លាស់ពួកគេសាច់តិចកាលពីមុនខ្ញុំគិតថាខ្ញុំត្រូវតែមានអ្វីទាំងអស់មុននឹងមានអារម្មណ៍គ្រប់គ្រាន់គឺវិសាលនិយាយឥឡូវនេះខ្ញុំដឹងថាគ្រប់គ្រាន់វាមិនមែនមកពីចំនួនទេប៉ុន្តែមកពីអារម្មណ៍គូសាណាសម្លឹងមើលគាត់យូរបងប្រុសផ្លាស់ប្ដូរច្រើនណាស់គឺវិសាលសម្លឹងមើលដៃដ៏គ្រើមរបស់គាត់ផ្ទាល់ខ្ញុំមិនបានផ្លាស់ប្ដូរតែម្នាក់ឯងទេពី3 ខែក្រោយមកអរុណិកាត្រូវបានទទួលឲ្យចូលរៀននៅសាលាដែលនាងស្រមៃនៅទីក្រុងក្បែរនោះថ្ងៃចេញដំណើរបានមកដល់លឿនជាងអ្វីដែលពួកគេគិតព្រឹកនោះស្ទឹងមើលទៅស្ងប់ស្ងាត់ជាងធម្មតាអាប់ស្ដើងបានធ្លាក់ចុះមកម្ដងទៀតដោយថ្ងៃសំខាន់ផ្សេងទៀតក្នុងជីវិតរបស់ពួកគេវិសាលជួយដាក់វ៉ាលីតូចមួយចូលទៅក្នុងរថយន្តដែលនឹងនាំអរុណិកាទៅទីក្រុងកូនរបស់គាត់អបគាត់យ៉ាងណែនប៉ានឹងលេងស្ទូចត្រីម្នាក់ឯងទៀតហើយមែនទេនាងនិយាយទាំងញឹមតិចវិសាលសាយតិចប៉ាមិនដែលនៅម្នាក់ឯងពិតប្រាកដទៀតទេជាសាណាអបកូនស្រីរបស់នាងយូរជាងគូចាំថាផ្ទះនេះតែងតែមានគឺនាងនិយាយយ៉ាងស្រទន់រថយន្តនោះបានចេញដំណើរយឺតវិសាលឈោមួយសន្ទុះធំសម្លឹងមើលផ្លូវដីដែលចាប់ផ្ដើមស្ងប់ស្ងាត់គាត់ធ្លាប់ខ្លាចគេបោះបង់ប៉ុន្តែឥឡូវនេះគាត់យល់ថាការបោះបង់ដើម្បីលូតលាស់គឺជាផ្នែកមួយនៃដំណើរតូបនៅតែបើកនៅថ្ងៃនោះអតិថិជនចាស់ខ្លះបានមកដោយធម្មតាគ្មាននរណាម្នាក់ដឹងថាផ្ទះរបស់ពួកគេស្ងប់ស្ងាត់ប៉ុណ្ណានៅថ្ងៃត្រង់នោះទេយប់នោះនៅពេលដែលមានតែពេងពីរនៅលើតុអាហារវិសាលនិងសាណាសម្លឹងមើលគ្នាទៅវិញទៅមកស្ងាត់ណាស់យូសាណានិយាយយឺតក្បាត់ប៉ុន្តែភាពស្ងប់ស្ងាត់នោះមិនមែនជាភាពទេវាក៏ពោពេញដោយអនុស្សាវរីយ៍ពោពេញដោយក្តីសង្ឃឹមពោពេញដោយការជឿជាក់ថាអ្វីដែលពួកគេបានកសាងគឺរឹងមាំគ្រប់គ្រាន់ដើម្បីឆ្លងកាត់ចម្ងាយពី3 សប្តាហ៍ក្រោយមកអរុណិកាតែងតែទូរស័ព្ទមករៀបរាប់អំពីបទពិសោធន៍ថ្មីរបស់នាងអំពីមិត្តភក្តិថ្មីអំពីមេរៀនដែលប្រឈមអំពីការនឹកសម្លេងស្ទឹងវិសាលស្ដាប់យ៉ាងយកចិត្តទុកដាក់រសៀលមួយគាត់បានត្រឡប់ទៅអង្គុយនៅមាត់ស្ទឹងម្នាក់ឯងម្ដងទៀតមិនមែនដោយសារបាត់បង់ទិសដៅទេគាត់អង្គុយដើម្បីរំលឹកឡើងវិញនៅដំណើរដ៏វែងឆ្ងាយរបស់គាត់ពីបុរសគ្មានការងារធ្វើដែលមានអារម្មណ៍ថាបរាជ័យពីការភ្ញាក់ផ្អើលដែលបានឃើញស្ត្រីបរទេសងូតទឹកនៅស្ទឹងពីភាពក្លាហានតូចមួយដែលបានផ្ដល់ជំនួយពីតូបរុស្ស៊ីសាមញ្ញពីការសន្យានៅការិយាល័យកិច្ចការសាសនាពីសម្លេងយំដំបូងរបស់កូនឥឡូវនេះគាត់ស្ថិតនៅចំណុចស្ងប់ស្ងាត់មិនល្អឥតខ្ចោះមិនរួចផុតពីការព្រួយបារម្ភប៉ុន្តែពោពេញដោយអត្ថន័យសាណាបានមកអង្គុយនៅក្បែរគាត់យើងមិនដែលខ្លាចជាមនុស្សធំទេនាងនិយាយយឺតវិសាលញឹមយើងមិនចាំបាច់ទេជាស្ទឹងនៅតែហូរទឹករបស់វាមិនដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ
ប៉ុន្តែលំហូររបស់វានៅតែស្មោះត្រង់នឹងផ្លូវរបស់វាដូចគ្នានេះដែរជីវិតរបស់ពួកគេប្រហែលជាផ្ទះតូចនោះនៅថ្ងៃណាមួយនឹងត្រូវបានបោះបង់ចោលដោយអរុណីកាដើម្បីកសាងផ្ទះរបស់នាងផ្ទាល់ប្រហែលជាតូបនោះនឹងត្រូវបានបន្សល់ទុកឬផ្លាស់ប្ដូររូបរាងប៉ុន្តែតម្លៃដែលលូតលាស់នៅមាត់ច្រាំងរបស់វានឹងមិនបាត់បង់ឡើយភាពក្លាហានដើម្បីខ្វល់ខ្វាយភាពក្លាហានដើម្បីចាប់ផ្ដើមភាពក្លាហានដើម្បីស្រឡាញ់ដោយមិនរងចាំភាពល្អឥតខ្ចោះមេឃល្ងាចចាប់ផ្ដើមប្រែជាក្រហមពន្លឺមាសចាំងនៅលើផ្ទៃទឹកបង្កើតពន្លឺដ៏ស្ងប់ស្ងាត់វិសាលឈរកាន់ដៃសាណាតោះត្រឡប់ទៅផ្ទះវិញគាត់និយាយយ៉ាងស្រទន់ផ្ទះតូចនោះកំពុងរងចាំដោយទ្វារដែលមិនដែលបិទជិតសម្រាប់អ្នកណាម្នាក់ដែលស្រឡាញ់វាហើយដរាបណាស្ទឹងនោះនៅតែហូរនៅមាត់ភូមិតូចនោះដរាបណាព្រះអាទិត្យនៅតែចាំងពន្លឺនៅលើផ្ទៃរបស់វាជីវិតដ៏កក់ក្ដៅរបស់ពួកគេនឹងបន្តទៅមុខមិនមែនតែងតែមានសម្លេងសើចមិនមែនតែងតែគ្មានទឹកភ្នែកនោះទេប៉ុន្តែតែងតែមានបេះដូងដែលជ្រើសរើសដើម្បីនៅតែឈរជាមួយគ្នាប្រឈមមុខនឹងលំហូរណាមួយដែលមកជាមួយជំហានតូចដែលប្រកបប្រជានឹងព្រលឹងដែលលែងខ្លាចអនាគត